នៅក្នុងរឿងដែលថាជីវិតរបស់យើងត្រូវតែប្រឹងប្រែងតស៊ូដើម្បីយកឈ្នះនៅគ្រប់ឧបសគ្គទាំងអស់ដែលឧបាទានខណ្ឌក៏ណាគឺជាទីប្រជុំនៃសេចក្តីទុក្ខនិងគ្រប់បញ្ហាទាំងអស់ក៏ណាដែលយើងមិនត្រូវចេះតែខ្លាចនៅសេចក្តីទុក្ខនឹងដោយអវិជ្ជាទេក៏ណាហ្នឹងឯងយើងខ្លាចសេចក្តីទុក្ខនឹងដោយអវិជ្ជាយើងនឹងចាញ់បោកតណ្ហាទៅដោយងាយងាយអញ្ចឹងហើយបើប្រៀបដូចជាមនុស្សដែលខ្លាចសមោលខ្លួនឯងវាមិនមែនមនុស្សជានីអីទេហ្នឹងឯងដែលគេថាអានឹងខ្មោចអានឹងព្រាយអានឹងបិសាចអានឹងខ្លាអីហ្នឹងចឹងហើយរត់ដោយសារតែមិនស្គាល់សមោលខ្លួនឯងហ្នឹងអញ្ចឹងគឺការដែលរត់នឹងដដាលវាហាលថ្ងៃរហូតចឹងទៅសមោលនឹងចេះតែដេញតាមនឹងឯងរឿងមនុស្សយើងដែលខ្លាចសេចក្តីទុក្ខដោយអវិជ្ជាហ្នឹងចឹងហើយក៏ស្ទុះទៅរកសេចក្តីសុខដែលជាកាមសុខឬក៏តេតួងទៅនឹងវត្ថុសម្បត្តិអីនៅក្នុងโลกហ្នឹងរត់មិនរួចពីសេចក្តីទុក្ខទេចឹងក្តីទុក្ខនៅតែជាប់តាមចឹងក៏ណារត់មិនរួចទេពីព្រោះសេចក្តីទុក្ខនេះតេតួងនឹងឧបាទានខណ្ឌចឹងក៏ណាហើយវាមានអវិជ្ជាតណ្ហាបាទានកម្មនឹងហើយដែលនាំឲ្យមានឧបាទានខណ្ឌដែលជាសង្សារៈសាគូក្នុងវដ្តសង្សារហ្នឹងដែលនិយាយថាសត្វលោកហ្នឹងរត់មិនរួចពីសេចក្តីទុក្ខហ្នឹងអាហ្នឹងជាវោហាទេណាចឹងហ្នឹងហើយដោយអរិយសច្ចៈហ្នឹងគឺទុក្ខសច្ចសមុទយៈជាបដិច្ចសមុបាទធัวផ្នែកខាងសមុទយៈវេរៈនឹងឯងអាហ្នឹងដែលនិយាយមកថាជាសត្វលោករត់មិនរួចពីសេចក្តីទុក្ខហ្នឹងហ្នឹងគឺយើងត្រូវដឹងសេចក្តីហ្នឹងដោយបរមត្តហ្នឹងគឺបដិច្ចសមុបាទធัวនឹងឯងអត់មានសត្វបុគ្គលអីដតីផ្សេងទៀតទេចឹងក៏ណាប្រព្រឹត្តទៅជាសង្សារទុក្ខណាសង្សារៈសាគរហ្នឹងឯងហើយការអស់ទៅនៃទុក្ខហ្នឹងនិរោធសច្ចហ្នឹងដែលអាស្រ័យមគ្គហ្នឹងដែលសន្មត់ថាជាបក្ខីណាស្រាប់ចូលកម្មអនុបាទិសេសៈនិព្វានហ្នឹងឯងអត់មានបុគ្គលណានិព្វានអីទៀតទេគឺជាការអស់ទុក្ខនឹងឯងគឺទុក្ខនឹងអស់ហ្នឹងគឺអស់បច្ច័យដូចជាប្រទីបអស់ប្រេងឬក៏ភ្លើងអស់អញ្ចឹងគឺវាអត់កើតឡើងត្រង់អត់កើតហ្នឹងជានិរោធសច្ចមិនមែនត្រង់ឧបាទៈនិរោធទេឧបាទៈនិរោធហ្នឹងវាមានគ្រប់តែសង្ខារធัวទាំងអស់ហ្នឹងមានចាំបាច់អាស្រ័យមគ្គអីណាអត់ទេគឺថាតែមានការកើតឬមានការរលត់ទៅជាធម្មតាហ្នឹងអញ្ចឹងពុទ្ធបរិស័ទយើងក៏បីបានយល់អំពីរឿងដែលថាយើងដែលដោះស្រាយនៅក្នុងរឿងកដាលវាលហ្នឹងណាគឺល្អជាទីបំផុតចូលជ្រកក្រោមម្លប់នៃពធហ្នឹងឯងចឹងណាដូចជាថាម្លប់ពពោទីព្រឹកចឹងទៅក៏បានយើងនិយាយក្នុងន័យណាគឺម្លប់ពធដល់តិចហ្នឹងចឹងមិនមែនយើងជ្រកម្លប់ហ្នឹងគឺតាក់ទងទៅនឹងរឿងដូចជាថាយើងខ្លាចសមោលអីយើងនឹងទេចឹងហ្នឹងឯងប៉ុន្តែមកពីយើងអត់ប្រកម្មសមោលហ្នឹងថាជាខ្លួនយើងហ្នឹងឯងចឹងអត់ដល់អញ្ចឹងគឺថាយើងនៅហាលថ្ងៃហ្នឹងវាដោយកិច្ចការងារអីចឹងទៅចឹងជាធម្មតាព្រះពុទ្ធអង្គទ្រង់ប្រោសសត្វប្រទានពធទេសនាចឹងទៅបំពេញពុទ្ធកិច្ចហ្នឹងហើយរួចទៅគឺព្រះអង្គមានបហប្រតិបង្អោនទៅកាន់ព្រះនិព្វានហ្នឹងឯងចូលកាន់ផលសមាបត្តិហ្នឹងឯងដូចជ្រក់មកលុបអញ្ចឹងក៏ណាដូចជ្រក់មកលុបអញ្ចឹងដែលព្រះពុទ្ធអង្គក៏ទ្រង់
cả sầm đai sọc sọc khang vẹn tạ chi về mẹ bần tọp máu mà đào trăng để thà usake sọ anosaka usake sọ manuse sọ viharama anosakaคือถ้าน้องบรรดาสัตว์โลกต่างหลายอุสกานั่นคือปงแต่ควายควอลนั่นไงปัญแต่ตัวองmình miền nơi usaka nó tới chỉ anosaka nó thấy sọc sọc khang vẹn tạ chi về mẹ nàng ai thì tham miền thì đây sọc càng là o chẳng tề và vợ ông tra cho mùi nàng mê để màu đôi thà chẳng lệnh sao ấy chẳng tam pết cứ chỉ bạp nguồn á để mê nó ắt đắng phải mê ria thì ria chứ ắt vua không rương bạp á là ngày sáng được luôn ai nâng thông cục cruông lơ bạp nâng tự tiết nãy ngày miền né thì ắt đăng tha sum bay thì sẽ đặt mía con nơi còng nãy cầm để nâng ngày mơแต่tu xây mía rồi phơi nơi cầm mình coiประมาณประหาพระวิทูเระเกียสาวะสดำในพระสมมาสัมพุทธกะเกาะสันโธนะคือตรัยจะยศตการอาวิจัยนรกตอนเปรลีได้เปรตเมียนแบบเพี้ยใบเปรตเระกายมาตรวจเมื่อพระวิทูเระให้เมียนปุถิกาทำเมียเฟยในอำเภอมันดังประมาณนั่นไงอันนั้นคือเมียนมาพลังเชียงกรรมเต้เถินกรรมนั่นคือnơi bị lơ sát lô cái nào được bịa thà nơi bị lơ nông miền smau chứ á nơi lơ mê miền mê chứ á năng ở việt chăng vậy cứ nơi bị lơ sát lô nó cứ cam này ai chẳng dây sờ róc tầng o máu nó dân dân đăng ngay cột bò sát dân nâng vậy miền giật thế cái này thà bận thay bận nhà tự tiết trong để thà sờ róc máu sát lô tầng o vàประตึกขนมนาจในกรรมเมื่อสมบัติจะพุทธองค์บานตระก็ในเลือกรรมนั่นไงได้เรียบจำดาวอภินิหารบารมีก็องค์เมียนพระวรกายดำใบเชี่ยพุทธเฮ้ยอภินิหารบารมีเชี่ยอุปนิสัยปัจจัยไอ้บ้านในทรัพย์ประโยชน์เงียนนั่นไงไอ้ก็ในอภิสังขาคือกรรมหนึ่งเตยบ้านเยียงโจกันอนุปาเตียปเรนิเปียนหรือก็อนุปาติเสสนิเปียนนั่งอนุปาติเสสนิเปียนก็น่ะนั่งให้สัตว์โลกตู้เตยมนุษย์เตวดาปะเอ็นปะปรุงเลยเนี่ยนั่งไงประตือขนมอำนาจในกรรมวัฏสังสารมนุษย์เยอะนุ่มปรังปลายมาชีวิตปรังปลายเหม็นเต้นนะจะมุ้ยหนังตรับสมบัติเรียบย่อตีบังพอดเนื้อซาลแต่บอนหนังบาปก็น่ะเมื่อถึงปรังปลายครั้งนะช่วยประกายต่อเต้นไอ้สับกรุบนั่งไงแต่คือย่อแต่ชนิดใดเหม็นเต้นนั่งจะมุ้ยน่ะตีบังพอดเนื้อซาลแต่การสันซ้อมสันดานเดี๋ยวบอกล้วนไอ้หนึ่งคือใครบอกปรึกจะตามกรรมนั่นไงนี่ก็ในรำลึกตีเรื่องอานุเพียบกรรมได้นูยังน้องไปพบโลกได้ชราญสัตว์แต่พบปรึกจะตามกรรมปันตายเนี่ยได้ยั่วลำปีกรรมนั่นคือติดนะนั่นไงชั่วโมงทำมันยั่วปีคล้วนไอ้ก็น่ะนั่นไงดาวแต่มันยั่วลำปีเรื่องกรรมนั่นคืออับยั่วปีคล้วนไอ้เนี่ยได้คล้วนไอ้พบปรึกจะได้นายกรรมนั่นไงคืออัดดังอัดดังอัดยั่วยังบานปุตบอสัตว์ยังกรมประกายประกันน่ะนาในไอ้นะได้ทากีมันยั่วปีเยิงนั่งนะสมไปแต่คลุนกอดกันมันถึงยั่วพ่อไงยังประกันทากอดมันยั่วเยิงนั่งนั่งไงมันยั่วจัดยมมันยั่วไอ้ก็มันสบายจัดประกายประกันใช่เจ้าไอ้เรื่องรายขนมกรมครัวซาเพยเยสวาไม่บองโอนเม็ดเพยไอ้นั่งนะนั่งไงกรมประกายประกันไอ้คือซึ่งจะทาตู้เตยแต่ให้มันตึงสกอลคลุนไอ้พ่องมันตึงยั่วพี่คลุนไอ้นั่งทาวิจิตไอ้พ่องหรือบางในประกันถ้าอันจะเป็นนั่งเท่เถินโดยแต่ไว้โดยปิดโดยบอระมัดนั่งเรียนดังไงนะ
ấy dây ở nghe sẽ đáp nó thà tại luôn ai nâng mình từng đăng thoáng hay dân chẳng ai mà đăng dân nâng ngày xong ai tại luôn dân score luôn anh ở tại chả bạc tới nâng ngày bát tới từ tôi từ tê tiêm tê ở nhẹ được tê mà score dân nâng tê nâng về mình nghe thêm nuôi dân nâng cho bạn nâng score luôn anh tại hai nâng ngày chỉ riêng để dân sắc xa chỉ tu tư chẳng dây mau nơi cái nông ở rừng pi sạt lột của Phật tam cam nâng hay có riệp rạp pi rừng sầm màu nâng có bên chuyện nơi cái nông chỉ cái đây đây thà bà dân mình phải cam sầm màu tha chỉ luôn chứ nâng tới cái dân châu mình lục đôi dân nơi cái nông mình lục đi chăng ạ nâng ngày mơ dân dân miền kết thổ luôn nhom từ na hơi ấy chăng dân ban và cam sầm màu nâng tha chỉ luôn dân chẳng dân từ ca thơ ấy nơi hai ngày về chia thầm ở đa đôi chia bột ong pre hon ấy chẳng thế để bầm pin cách nơi nông và sa na nâng té và ong tay để cho Paul sầm mà bắt rười chẳng ấy bột bò sạch nhớ cứ có mình ban màu bạc cam nơi niềm mà rúp tha chỉ luôn dớt nâng cứ to là miền vipassana chẳng thể bầm tàn đào mẹ kỷ nhiên srai vipassana cầm nạt đăng nơi niềm mà rúp nâng chẳng thể rồi chẳng tới về chiều bạc cà rạ muối mình ai kết tại bị luôn dương ấy mòm tới đòi sự cài dạ thật thể nâng tê ai phơi tiền ban ai ở xa sel ban sập cột ná chén nâng ngày cứ chui sừng cua đòi nè đợt tây chẳng tới chỉ vật nắng tới chỉ miền phải giao nâng ngày thì đòi sập sạp từng ó hay khuôn ai nâng có ngóp trời chia nâng ngày hay trăng để khuôn dân ngóp trời chia hay chia mình nuốt miền phải giao nâng là nâng chia và thiên ở bọt sầm khăn nè còn nè chia và thiên ở bọt sầm khăn nè lấy cái này trong mình chuyện thì riêng để thà ca để dân miền vipassana chẳng tới mình kết từ bị luôn ấy vì pro về ở ban màu bạc cam thà dân nâng nẹt soi ram ấy tới tê chẳng rùp bạc cam mà thán cầm nọt đằng rùp nâng đôi chỉ dân mình bạc cam thành đây chỉ luôn dân chẳng còn nè nâng dân miền ban và cầm tha cái đào lời dân cái rung dân vô rai vô mẹឬក៏cái chi chặt cứ sang song cái buộc ấy nâng cái màu biên dân ấy dân ban và cầm thành đây chỉ luôn dân thế ban từ nực kịch song say ấy luôn dânឬក៏mình men ấy từ nô lai tức từ lê tức sầm mót ấy nâng có dân ban và cam đó nâng chỉ luôn dân tây hai là thằng dân ấy chẳng tới tức ơi tức sạp ấy hồ châu dân ấy dân ban tới và cam chỉ dân thế phơn đai tê châu thiệt ấy nâng còn ban và cam thà dân nâng chỉ lục ta tê châu chỉ lục dê về vô cho ấy nâng cứ chỉ luôn nhom cứ thà thưa ca hot nơi na cứ thà bọ tới bọ màu ấy chẳng tới chom rồi bọ class art rồi bọ class ấy cứ dân ban bậc cam thà chỉ luôn dân dạng ná đào màu vật hạt nơi cái nông rùp và cam mà than nâng chạ tọ thiệt tọ và vật than nè nâng có đằng nơi cài ní để tăng nơi đòi đây tức lên cho hàng nông đôi từ hàng cài chẳng hay mơ chẳng nâng ảnh cao đều dân mình bàn và cầm đây tức lên cho hàng cài thay chỉ luôn dân chẳng với admin pan nhà ấy nơi nâng đây tức lên cho nâng tế tôi chỉ rồi boss ad mình ad lệ lơ ấy cái đó với pan nhà ấy chẳng ó còn té ní về nơi chấp và cam cài ní thay chỉ luôn dân chẳng tới về từ tu là rom là o mình là o tới sẽ lành sẽ ấp tam nâng có vận tải đào từ miền và cam mà thán để chạy đây tức lên cho o tới về admin và cam thiệt đây thiệt tức thiệt lên thiệt cho càng nông nâng thay chỉ luôn dớt về nơi sao về nhiên là thiệt để đăng nơi rom ấy ta cao na
អរូបកម្មដ្ឋាននឹងបានបន្តពីអរូបកម្មដ្ឋានមកចែករូបនឹងដាច់ដោយឡែកទៅអរូបនឹងគឺវិញ្ញាណដែលដឹងអារម្មណ៍ហ្នឹងក៏វាអត់ប្រកបជាខ្លួនយើងដែរណាគ្រាន់តែអាស្រ័យវត្ថុរូបកើតឡើងដឹងអារម្មណ៍ហើយក៏រលាយបាត់ទៅវេទនាសោយអារម្មណ៍ហើយក៏រលត់បាត់ទៅអញ្ចឹងវាអត់ប្រកម្មតែយើងដឹងអារម្មណ៍យើងសោយអារម្មណ៍អានេះដែលចិត្តតានុបស្សនាទេពដ្ឋានវេទនានុបស្សនាទេពដ្ឋានសម្រាប់បាននេះណាចឹងគឺសម្បត្តិភ្នំមាសភ្នំប្រាក់សម្បត្តិស្ដេចចក្រអីក៏មិនអាចយកមកប្រៀបអីបានទេចឹងហ្នឹងឯងពីព្រោះអ្វីទាំងអស់ក្នុងលោកហ្នឹងវាសម្រាប់ដោះស្រាយបញ្ញខណ្ឌអត្តភាពហើយនឹងកិលេសតណ្ហាដែលប្រកម្មថាយើងត្រូវស្វែងរកត្រូវយកមកបរិភោគប្រើប្រាស់ហើយត្រូវបង្អួតបង្អអ្នកដទៃត្រូវព្រៀបផ្ទឹមអីចឹងទៅអញអ្នកមានអ្នកបានចឹងទៅអានឹងវាចូលនៅក្នុងរឿងគិតតែពីខ្លួនឯងដោយលោភៈហ្នឹងវាមានសម្រាប់សត្វលោកហ្នឹងមនុស្សយើងហ្នឹងចឹងអានឹងដូច្នេះអ្វីទាំងអស់ហ្នឹងគឺវាសម្រាប់បញ្ញខណ្ឌហើយនឹងកិលេសហ្នឹងតែប៉ុណ្្នឹងទេតាដែលវាមានតម្លៃដោយអំណាចនៃតណ្ហារបស់សត្វលោកទេសម្បត្តិក្នុងលោកនេះនោះប៉ុណ្ណាវាមានតម្លៃអីសម្រាប់បក្ខីណាស្របវាអត់តម្លៃដោយអំណាចឆន្ទរាគៈពីព្រោះបក្ខីណាស្របបានលះឆន្ទរាគៈនឹងអស់ហើយបោះនឹងវាគ្រាន់តែនៅជាតម្លៃដោយសន្មតទេដូចជាថាបណៃតៈភោជនឬក៏ប្រគន្ធកតកែវអីចឹងទៅកសាងថ្វាយព្រះអង្គទៅបណិតទៅតាមនឹងវាមានតម្លៃដោយសន្មតប៉ុន្តែវាអត់មានតម្លៃសម្រាប់ប្រខៃណាស្របដោយឆន្ទរាគៈទេប្រខៃណាស្របសាមីបរិភោគគណៈបរិភោគដោយអត់មានបំណុលគឺជាម្ចាស់លើតណ្ហាជាមួយគ្នានឹងបច្ច័យ4ហ្នឹងចឹងគឺមានតែប្រខៃណាស្របទេដែលបរិភោគប្រើប្រាស់អ្វីក្នុងលោកហ្នឹងហ្វ្រីគឺថាវាអត់មានបំណុលក៏ណាមានតែប្រខៃណាស្របទេណាក្រៅពីនឹងគឺថាសុទ្ធតែមានតម្លៃទៅតាមតណ្ហារបស់សត្វលោកណាយើងត្រូវចាំកុំភ្លេចរបស់ក្នុងលោកហ្នឹងគឺអត់មានអ្វីហ្វ្រីសម្រាប់យើងទេស្ដាប់បានទេណាពាក្យហ្នឹងគឺភាសាហ្នឹងខ្ញុំណាមិនមែនចង់និយាយភាសាគេហ្នឹងទេប៉ុន្តែថាដាក់មកបើយើងយល់ទៅវាច្បាស់ទេណាពាក្យខ្មែរយើងវាដូចជាថាវាតទេវាពិបាកនិយាយឲ្យចំអាហ្វ្រីគេហ្នឹងទេប៉ុណ្ណឹងឯងក្នុងន័យដែលថាវាសេរីវាគេឲ្យមកតទេឬក៏វារបៀបដូចថាវាអត់មានតម្លៃយើងថាអត់មានតម្លៃវាដូចជាបន្ថោករបស់នឹងគឺណារបស់នឹងវាមានតម្លៃដោយសន្មតមែនណាប៉ុន្តែគឺថារបស់ហ្នឹងគឺដូចគេឲ្យយើងអាហ្នឹងគឺវាចូលនៅក្នុងអាតទេហ្នឹងដែរប៉ុន្តែពាក្យតទេខ្មែរយើងវាអាចទៅជាថាតទេអត់មានអីសោះតទេដូចថាវាអត់មានតម្លៃអីសោះអាហ្នឹងរឿងតម្លៃវាចែកទៅជាពីរផ្នែកអាតម្លៃមួយតម្លៃដោយសន្មតមាសប្រាក់លុយកាក់អីហ្នឹងចឹងទៅអាតម្លៃមួយទៀតវាដោយអំណាចតណ្ហារបស់មនុស្សយើងដែលត្រេកអរស្រឡាញ់ពេញចិត្តឲ្យតម្លៃទៅតាមតណ្ហាហ្នឹងចឹងទៅវាអញ្ចឹងចឹងដូច្នេះដល់អាពាក្យហ្វ្រីហ្នឹងគឺថាក្នុងសេចក្តីដែលថារបស់ហ្នឹងវាមានតម្លៃដោយសន្មតមែនគឺណាតែគឺវាអត់មានតម្លៃសម្រាប់ប្រខៃណាស្របទេណារបស់នោះតម្លៃរាប់ម៉ឺនរាប់សែនជារបស់ទេពក៏ដោយប៉ុន្តែវាអត់មានតម្លៃសម្រាប់ប្រខៃណាស្របព្រោះប្រខៃណាស្របអត់មានឆន្ទរាគៈណាអត់ត្រេកអរអត់ជាប់ជំពាក់គឺណាហ្នឹងឯងអាហ្នឹងគឺអត់មានតម្លៃសម្រាប់ប្រខៃណាស្របគឺណាដែលអត់មានតណ្ហាអាហ្នឹងយើងដាប់សេចក្តីហ្នឹងហើយសម្រាប់អ្នកដែលនៅមានតណ្ហានេះគឺដូចជាព្រះអង្គប្រទានចំពោះបព្វជិត
ក្នុងបច្ចយៈសន្និសិទ្ធសិលនេះអានឹងគឺបព្វជិតអ្នកមានសិលមានប្របាទិមកសង្វរៈហ្នឹងហ្នឹងឯងប៉ុន្តែត្រូវពិចារណាបច្ច័យ4ហ្នឹងបើមិនអញ្ចឹងគឺត្រូវចម្ពាក់បំណុលអាហ្នឹងឯងដែលនិយាយថារបស់ហ្នឹងគឺអត់មាន free គឺបានន័យថាមិនឆាន់ទៅគឺថាអត់មានបំណុលអីទេណាគេប្រកេនឲ្យឆាន់ទៅអីអញ្ចឹងទៅអាហ្នឹងគេប្រកេនមកគុណចាស់ប្រើប្រាស់ឆាន់បានវាអត់មានអត្តនេទានទេវាអត់មានតយោរបស់គេទេហ្នឹងឯងដូចសាមណេរអីទៅគេមិនបានប្រកេនក៏ឆានបានតែភិក្ខុមានវិន័យថែមទៅទៀតត្រូវប្រកេនក្នុងហត្ថបាសហ្នឹងអញ្ចឹងទៅចង្ហាន់អីដែលត្រូវកន្លងពួងកហ្នឹងហ្នឹងហើយប៉ុន្តែមិនមែនប៉ុណ្្នឹងបានទេត្រូវពិចារណាដោយបច្ចយៈសន្និសិទ្ធសិលទៀតបានរួចពីបំណុលហ្នឹងអញ្ចឹងនៅក្នុងរឿងបំណុលហ្នឹងអញ្ចឹងតែមិនពិចារណាវាចម្ពាក់បំណុលក្នុងតេខិណាវិសុទ្ធិណាអញ្ចឹងគឺគ្រាន់តែថារំលឹកសេចក្តីហ្នឹងដើម្បីមកពុទ្ធបរិស័ទយើងនេះត្រូវបរិភោគប្រើប្រាស់អ្វីកាមគុណអីតាពីតាពះហ្នឹងកុំគិតកុំអាងថាអត់មាននរណាដឹងអាហ្នឹងគឺថាយើងបរិភោគប្រើប្រាស់បានអីអញ្ចឹងទៅនៅក្នុងរឿងកាមេសមិច្ឆាចាអីផ្សេងហ្នឹងណាហ្នឹងឯងយើងដូចជាថាសបាយរីករាយណាស់ដូចជាថារបស់នឹងយើងបរិភោគបានយើងខ្សែផ្សោយបានយើងសបាយរីករាយដែលយើងគិតច្រឡំអាហ្នឹងទៀតហ្នឹងហើយបានជាបញ្ជាក់ថាវាអត់មានរបស់អីវាដូចថាតទេសម្រាប់យើងដែលអត់មានបំណុលអត់មានការជាប់ជំពាក់អត់មានទោសទណ្ឌអីហ្នឹងណាវាអត់មានអញ្ចឹងទេទៀតលុះត្រាតែថាយើងមានសិលក្នុងការបរិភោគប្រើប្រាស់បច្ច័យ4នឹងហើយត្រូវតែបរិភោគពិចារណាដើម្បីថាយើងបាយមួយចានថ្ងៃហ្នឹងដើម្បីចិញ្ចឹមឧបោសថសិលហ្នឹងហើយអាហ្នឹងបានវាអត់មានបំណុលគឺណាអាហ្នឹងវាអត់មានយើងចេះតែបរិភោគទៅវាដូចថារបស់យើងហើយក៏ដោយយើងអត់មានអត្តនេទានទៅលួចរបស់គេទេប៉ុន្តែបើយើងបរិភោគដោយតណ្ហាបរិភោគដោយលោភៈអាហ្នឹងមើលតែភិក្ខុក្នុងបតុមៈសូត្រសង្យុត្តនិកាយហ្នឹងលោកគ្រាន់តែហិតក្លិនផ្កាឈូកទេវតាដែលលោកអាស្រ័យប្រហាប់តីអនុគ្រោះរករំលឹកថាចោលណាលោកឯងចោលលួចក្លិនគឺណាហើយលោកមានព្រមណាអាត្មាមានទៅកាច់មានទៅបេះណាអាត្មាគ្រាន់តែហិតក្លិនហ្នឹងគឺណាមិនងាយដឹងទេណាប៉ុណ្ណឹងហើយហ្នឹងគឺលោកអត់តាន់ដឹងទេតលតែលំអិតលំអន់ទៅទៀតហ៎អិតលំអន់ឲ្យដឹងថារឿងក្លិនវាជារបស់ក្នុងលោកហ្នឹងណាហើយត្រង់ដែលលោកម្ចាស់ប្រកម្មចំោះថាជារបស់អញហ្នឹងហើយប៉ះនឹងក្លិនហើយឃានវិញ្ញាណដឹងក្លិនហ្នឹងអាត្មាអញហ្នឹងអ្នកបានក្លិនហ្នឹងនឹងឯងគឺជាការដែលកម្មយករបស់ក្នុងលោកហ្នឹងដោយអំណាចនៃតណ្ហាហ្នឹងវាគន់ធៈតណ្ហាណាចឹងអានឹងឯងដូចជាចោលលួចក្លិនហ្នឹងវាមិនមែនអត្តនេទានទេប៉ុន្តែវាជារបស់ក្នុងលោកហើយយើងទៅសម្គាល់ថាអេតាំងមៈនោះជារបស់យើងឲ្យទៅចាប់យករបស់ក្នុងលោកគឺណាដោយអំណាចតណ្ហាឧបាទានវាទៅជាចោលវាទៅជាអ្នកទោសត្រូវបហាជីវិតទៀតអានឹងយើងសិក្សានៅក្នុងទុក្ខសច្ចសមុទយសច្ចឃើញទេទោសបហាជីវិតដោយអំណាចនៃតណ្ហានាំមកនៅជាតិជារាមរណៈនឹងឯងហើយមើលមានរួចខ្លួនឯណាវាអត់មានអត្តនេទានមែនប៉ុន្តែការដែលយើងសម្គាល់របស់ក្នុងលោកនេះថាជារបស់យើងនេះរបស់សន្មតរបស់យើងមិនមែនហ្នឹងណាប៉ុន្តែបើយើងបរិភោគទៅដោយអត់ពិចារណាដោយតណ្ហាដោយឧបាទានសត្វតែចម្ពាក់បំណុលអញ្ចឹងបាននិយាយថាវាអត់មានអ្វីដែលទេអត់បំណុលសម្រាប់យើងនេះដែលថាអត់មានអ្វី free សម្រាប់យើងហ្នឹងគឺវាអត់មានអត្តទេសត្វដូចថារបស់យើងហើយយើងបរិភោគដោយសប្បាយរីករាយហើយវាអត់មានទុកទោសអីសម្រាប់យើងវាអត់មានអញ្ចឹងណាពីព្រោះវានៅក្នុងអំណាចនៃតណ្ហាហ្នឹងនឹងឯងលុះត្រាតែយើងមានសិលហើយយើងបរិភោគប្រើប្រាស់បច្ច័យ4សម្លៀកបំពាក់ក្តីទេសសម្បែងដែលយើងនៅក្តីយើងរលឹករឿយថាដើម្បីយើងចិញ្ចឹមសិលដើម្បីយើងរស់នៅ
ទំនុកបំរុងប្រទេសជាតិសាសនាគឺថាជីវិតនឹងជាឧបករណ៍សម្រាប់យើងប្រើប្រាស់វាដូចជាថាអ្នកបម្រើអញ្ចឹងដែលយើងឲ្យប្រាក់ថ្ងៃប្រាក់ខែអ្នកបម្រើហ្នឹងគឺប្រើគ្នាណានៃឬក៏ថាគោក្របីអីឲ្យស្មៅឲ្យទឹកហ្នឹងប្រើគ្នាណានៃយ៉ាងណាមិញអត្តភាពនេះដូចជាអ្នកបម្រើអញ្ចឹងដែរបច្ច័យ4ហ្នឹងគឺថាមិនមែនហូហៀហូខែអីក្រឹកក្រែងជាមួយគ្នានឹងអត្តភាពហ្នឹងទេគ្រាន់តែជាអ្នកបម្រើទេគឺថាសម្បត្តិមានច្រើនទៅដើម្បីទំនុកបំរុងប្រសង់ទំនុកបំរុងប្រសាសនាគឺថាបរិភោគប្រើប្រាស់ខ្លួនឯងហ្នឹងគ្រាន់តែល្មមសម្រាប់តម្លៃអ្នកបម្រើតែប៉ុណ្្នឹងទេមើលយើងបើកប្រាក់ខែឲ្យអ្នកបម្រើប៉ុណ្ណាសូម្បីយើងមហាសេដ្ឋីក៏ដោយមិនមែនឲ្យអ្នកបម្រើហ្នឹងមកបរិភោគទីចាយស្មើនឹងយើងឯណាគឺថាយើងឲ្យមួយខែប្រហែល60,000 80,000 1លានអីទៅតាមកម្លាំងកិច្ចការងារអីចឹងតែប៉ុណ្ណឹងមួយខែហើយបាយទឹកអីជាមួយអីចឹងទៅឬជាមួយនឹងគ្រាន់តែថារួមបាយរួមទឹកឯងមិនមែនមកឲ្យរួមតុកជាមួយអីទៀតហ្នឹងឯងហើយមានប្រាក់រង្វាន់ចូលឆ្នាំអីខ្លះអីចឹងអាហ្នឹងគឺយើងរៀបចំសម្រាប់អ្នកបម្រើហ្នឹងអញ្ចឹងយ៉ាងណាមិញសម្រាប់អត្តភាពហ្នឹងតើយើងរៀបចំអញ្ចឹងដែរបើមិនអញ្ចឹងគឺយើងប្រកាន់ថាជាខ្លួនយើងគឺជាការយល់ច្រឡំនៅក្នុងវដ្តសង្សារហ្នឹងឯងអ្វីទំនុកបំរុងសម្រាប់ខ្លួនឯងប៉ុណ្ណាក៏មិនគ្រប់ប៉ុណ្ណាក៏មិនគ្រប់ផ្ទះសម្បែងទីកន្លែងសឹងតែថាបិទមាសដាំពេជ្រដាំត្បូងក៏សម្រាប់បញ្ញខណ្ឌនឹងអ្វីក្រេពូកខ្នល់រាប់$10,000ក៏សម្រាប់បញ្ញខណ្ឌនឹងហើយដល់មកធ្វើកត់ប្រកេនលោកអត់ធ្វើណាហ្នឹងឯងអាហ្នឹងមើលយើងគ្រាន់តែបញ្ជាក់ឲ្យឃើញថាសម្បត្តិដែលមានទាំងអស់ហ្នឹងមិនទាំងគ្រប់សម្រាប់ខ្លួនឯងហ្នឹងគឺមកពីយើងវង្វេងសម្គាល់បញ្ញខណ្ឌថាជាខ្លួនយើងឃើញទេខំទំនុកបំរុងតែខ្លួនឯងនឹងឯងដោយសេចក្តីប្រកាន់ហ្នឹងអាហ្នឹងវាខុសគ្នាអញ្ចឹងវាខុសគ្នាអញ្ចឹងក្នុងរឿងដែលថាមកកំណត់ដឹងឧបាទានខណ្ឌ5ហ្នឹងគឺគ្រាន់តែជាឧបករណ៍សម្រាប់ប្រើប្រាស់ឬក៏សម្រាប់សាងក្បូនឆ្លងទៅកម្មត្រើយនាយតែប៉ុណ្ណឹងអញ្ចឹងលោកសិទ្ធិអនាថបិណ្ឌិតឧបាសិកាវិសាខាអីមើលលោកជាប់អេតតកៈខាងទេយៈទេយិកាលើឧបាសកបាសិកាហ្នឹងគឺសម្បត្តិលោកទាំងអស់ហ្នឹងលោកគិតអំពីទំនុកបំរុងបរតនត្រ័យប្រសាសនាហ្នឹងឯងចឹងលោកយល់អំពីបញ្ញខណ្ឌហ្នឹងលោកស្គាល់ខ្លួនលោកហ្នឹងឯងដែលពីដើមនិយាយអំពីរឿងមនុស្សយើងដោយច្រើនហ្នឹងមិនស្គាល់ខ្លួនឯងហ្នឹងហើយទុស័យឡោខេពហុជណោទៀតដោយច្រើនទ្រុសសិលទៅទៀតហ្នឹងឯងយើងកុំចិត្តទៅចង់ទៀមទាអ្វីពីអ្នកដទៃដោយសពគ្រប់ណាភរិយាស្វាមីអីហ្នឹងដែលគាត់មានសិលហើយគាត់ឲ្យអីយើងបានប៉ុណ្ណាយើងត្រេកអរប៉ុណ្ណឹងទៅយើងត្រូវដឹងថាមនុស្សច្រើនណាស់ណាដែលអត់សិលណាហើយមនុស្សអត់សិលហ្នឹងគិតដល់ថ្នាក់សម្លាប់គិតដល់ថ្នាក់អតនេទានអីសពគ្រប់ណាបញ្ញវេរាណាហ្នឹងឯងមិនមកអនុគ្រោះឲ្យជីវិតឲ្យអភ័យអីដល់គ្នាចេះទេយើងបានប៉ុណ្្នឹងហើយនៅមិនស្កប់ស្កល់ទៀតចិត្តទៅចង់ទៀមទារហូតដល់ទៅកើតការមួម៉ៅការខឹងក្រោធដុតរោលចិត្តសន្តានខ្លួនឯងមកអំពីយើងនឹងវាមិនចេះស្កប់ជាមួយនឹងអ្វីដែលបានពីអ្នកដតីហើយហ្នឹងតែអ្នកដតីមិនបានគិតសម្រាប់យើងដល់គិតមានសិលណាប៉ុណ្ណឹងយើងអត់ឃើញគុណទេវាចង់បានស្អីលើសពីនឹងទៅទៀតហើយដល់ទៅអត់ត្រូវតាមចិត្តអាដែលយើងបំរើលោភៈបំរើតណ្ហាហ្នឹងកើតទៅជាការស្អប់កើតទៅជាការផ្ទាស់ជាមួយនឹងអ្នកមានសិលហ្នឹងដែលឲ្យជីវិតយើងហ្នឹងមិនឲ្យតែជីវិតទៀតមើលនៅក្នុងសិក្ខាបទហ្នឹងឲ្យអីយើងខ្លះជាការឲ្យនៅអភ័យដោយអំណាចនៃសិលហ្នឹងប៉ុណ្ណឹងហើយយើងអត់ស្គាល់ហើយថែមទាំងអត់ឃើញគុណអ្នកដទៃទៀតចូលក្នុងមគ្គណាមកកជាងខណាមិលគុណណាដែលអ្នកដទៃមានសិលនឹងឲ្យជីវិតយើងហើយយើងអត់ឃើញគុណអ្នកដទៃដែលឲ្យជីវិតយើងណានៅតែចង់បានស្អីពីអ្នកដទៃហ្នឹងពីភរិយាហ្នឹងណាពីស្វាមីហ្នឹងណាពីឪពុកម្ដាយពីបងប្អូនពីមិត្តភ័ក្តិហ្នឹងណាហ្នឹងឯងអាហ្នឹងគឺយើងត្រូវមកពិចារណាការខ្វះខាតរបស់យើងត្រូវកាត់នៅអាចំណង់ដែលយើងចិត្តទៅចង់ហ្នឹងទាំង
យើងល្មមប្រពន្ធនឹងហើយយើងសុំពីខ្លួនឯងទៅអ្វីសពបាបសៈអករណង្កុសលាសោបសម្បទាសច្ចតប្រយោជន៍តបណੰអីហ្នឹងគឺមានតែយើងទេដែលអាចឲ្យខ្លួនឯងបានហ្នឹងអ្នកដទៃមិនអាចដាក់មកឲ្យយើងបានទេសូម្បីតែពុទ្ធអង្គគ្រាន់តែប្រទានអវាទទូលមានទេព្រះអង្គមិនបានបញ្ចូលមកឲ្យយើងផងយើងនឹងវាសំខាន់សម្រាប់ខ្លួនឯងណាស់ដែលអាចជួយខ្លួនឯងឲ្យរួចផុតចាកទុក្ខបានសំខាន់ភ្នំមាសភ្នំប្រាក់មានតម្លៃតែខាងក្រៅដោយសន្មត់ចឹងទៅវាគ្មានមកមានតម្លៃអីជំនួសយើងបានទេសូម្បីតែពុទ្ធអង្គគឺត្រូវតែឲ្យច្បាស់លាស់ឲ្យត្រឹមត្រង់យ៉ាងណាយើងនោះវាសំខាន់ជាងអ្វីទាំងអស់មិនត្រូវបោះបង់ខ្លួនឯងចោលឡើយសំខាន់ណាស់សូម្បីតែពុទ្ធអង្គក៏មកជំនួសអត់បានណាតែយើងគិតថាយើងនឹងលេងលេះលោះយ៉ាងម៉េចហ្នឹងមើលត្រូវស្គាល់ខ្លួនយើងឲ្យច្បាស់កន្លែងហ្នឹងអាហ្នឹងបានយើងមិនទៀមទាអ្វីពីអ្នករតីច្រើនទេយើងរៀនតាមព្រះប៉ុណ្ណាមើលអ្នកសេនាបរន្តជនបទហ្នឹងបន្លឺសីអនេតចំពោះពភៈនៃព្រះដែលមានពភៈណាហ្នឹងឯងគឺថាទោះជាអ្នកនឹងកាចវាយដំអីយ៉ាងម៉េចក៏នៅតែគិតថាគេល្អព្រោះគេមិនបានមកបហាមិនបានមកសម្លាប់អីចឹងទៅរឿងរ៉ាវហ្នឹងណាហ្នឹងឯងដូច្នេះគឺយើងមានតែគិតតបស្នងសងគុណអ្នកដទៃកាលណាបើយើងដឹងថាយើងមានជីវិតហើយយើងប្រើប្រាស់ជីវិតនឹងឯងចឹងហ្នឹងឯងឲ្យប្រព្រឹត្តទៅនៅក្នុងសេចក្តីសម្រេចគឺធ្វើទានក៏បានរក្សាសិលក៏បានចូលកម្មភ្នោះបួសជាបព្វជិតអីទៅបានទាំងអស់ដោយសារដែលមានជីវិតនឹងហើយចឹងនឹងចាកសិក្ខាបទមកដោយលោកគ្រូហន្តិសារោយមទូចហ្នឹងប៉ុន្តែនៅតែមានឱកាសប្រើប្រាស់ជីវិតឲ្យជាប្រយោជន៍បានទៀតក៏ណាគឺសូម្បីតែពេលវេលាមួយថ្ងៃក៏ណាគឺមិនខកចិត្តទេមិនអស់ទឹកចិត្តទេជីវិតនេះនៅតែប្រព្រឹត្តប្រប្រងប្រើការក្នុងនាមជាបាសកបាសិកានៅតែទំនុកបំរុងព្រះសាសនាបានអញ្ចឹងនេះគឺយើងត្រូវឲ្យតម្លៃនៃជីវិតរបស់យើងណាបើនៅក្នុងសភាពជាមនុស្សចឹងហើយនៅទទួលអវាទពីព្រះអង្គមកជាបាសកបាសិកាណាគឺនៅតែប្រព្រឹត្តទៅដើម្បីរក្សាខ្លួនឲ្យបានល្អហើយនៅតែជួយព្រះសាសនាបានទៀតអញ្ចឹងមិនមានតែបព្វជិតបានទេតាកទួងនឹងបាសកបាសិកាទៀតនឹងឯងគឺត្រូវអាស្រ័យគ្នាទៅវិញទៅមកទាំងយើងក៏អាស្រ័យប្រសង់ថែរក្សាព្រះសាសនានឹងដើម្បីបានជាមលុបដែលយើងជ្រកក្រោមមលុបនៃពធហ្នឹងហើយប្រសង់ហ្នឹងក៏អាស្រ័យបច្ច័យ4អីចឹងទៅដែរនឹងឯងក្នុងការត្រួតត្រងជីវិតិន្ទ្រីហ្នឹងអញ្ចឹងគឺយើងនៅតែមានសង្ឃឹមក្នុងជីវិតអញ្ចឹងចឹងគឺសំខាន់ណាស់កម្លាំងចិត្តនេះយើងបាត់បង់អ្វីវាជាធម្មតានៃសង្ខារធัวប៉ុន្តែត្រូវប្រយ័ត្នកុំឲ្យបាត់បង់នៅកម្លាំងចិត្តនឹងឯងត្រូវចេះថែរក្សាដោយខ្លួនឯងចឹងពិតមែនតែរឿងខ្លះត្រូវបានពីអ្នកដតីមែនកម្លាំងចិត្តហ្នឹងប៉ុន្តែយើងមិនអាចពឹងអ្នកដតីទាំងស្រុងទេគឺត្រូវចេះថែរក្សាដោយខ្លួនឯងចឹងរឿងខ្លះវាអាចបាត់បង់លៀបយោះខូចគេខូចឈ្មោះវាជារឿងខាងក្រៅធម្មតាប៉ុន្តែអាការដែលយើងផ្ញើជីវិតជីវ៉ាជាប់ជំពាក់ទៅដោយសភាពដែលយើងនៅកិលេសនៅញាប់ញួរនឹងលោកធัวទាំងអស់ហ្នឹងដល់វាបាត់បង់នៅអ្វីជាទីស្រឡាញ់ទៅបាត់បង់គេឈ្មោះទៅលេបយោះទៅវាបណ្ដាលឲ្យយើងបាក់ទឹកចិត្តទៅបានហើយដល់តែបាក់ទឹកចិត្តធ្ងន់ណាស់កន្លែងហ្នឹងនឹងឯងដែលมันអាចធ្វើសេចក្តីល្អបានតទៀតរហូតដល់តែมันអាចរស់បានទៅទៀតអាហ្នឹងវាដល់ថ្នាក់ហ្នឹងវាទាញទៅអញ្ចឹងណាបានជាមានហេតុការអីចឹងត្រូវអាស្រ័យកល្យាណមិត្តសំបីតែម្នាក់ដែលអាចជួយប្រព្រឹត្តប្រប្រងដូចជាថាកូនឈើរកកលទៅនឹងស្វិតស្លាប់ហើយហ្នឹងត្រូវស្រោចទឹកត្រូវថែអញ្ចឹងរឿងកល្យាណមិត្តនោះសំខាន់អញ្ចឹងទាំងអធម្មហេជាតិតាមហេសុខាសហាយាហ្នឹងគឺថាសំខាន់រឿងកល្យាណមិត្តហើយយើងអាស្រ័យនឹងពុទ្ធសាសនាហ្នឹងបត្រៃបីដកអត្ថកថាហ្នឹងឯងយើងត្រូវសិក្សារៀនសូត្រត្រួតត្រងចងចាំទុកដើម្បីជាមលុប
ឬក៏ថាជាគ្រឿងការពារក្នុងដំណើរជីវិតរបស់យើងដែលជួបប្រទះនៅព្រឹត្តិការណ៍ផ្លាត់ផ្លាតដុនដាបអីទៅនឹងយ៉ាងណាគឺត្រូវតែមានប្រធัวនឹងឯងចឹងដើម្បីជាទឹកដមនៃជីវិតរបស់យើងនឹងឯងកុំឲ្យរីងខាស់នៅអាទឹកដមនៃជីវិតនឹងទៅឲ្យសោះត្រូវតែរក្សាទឹកដមនៃជីវិតនឹងគឺកម្លាំងចិត្តដូចជាគោដែលដួលហើយគឺអាចក្រោកវិញបានអញ្ចឹងជីវិតគឺត្រូវតែប្រឹងប្រែងកាលណាបើយើងយល់ថាទោះជាម្ដេចម្ដានៅក្នុងជីវិតរស់នៅមួយថ្ងៃក្នុងកំណើតជាមនុស្សគឺត្រូវតែប្រសើរវិសេសជាងសត្វទាំងឡាយក្នុងអបាយភូមិអានេះដើម្បីជួយលើកកម្លាំងចិត្តខ្លួនយើងចឹងគឺនៅតែសំខាន់សម្រាប់ខ្លួនយើងក្នុងការប្រឹងប្រែងអញ្ចឹងទីបំផុតព្រឹត្តិការណ៍នៃជីវិតនឹងណាអាចជារឿងល្អសម្រាប់យើងទៅបានទៀតវាអាចបញ្ចប់ក្នុងរឿងមួយប៉ុន្តែវាអាចបន្តរឿងមួយទៀតអាចល្អជាងមុនទៅទៀតក៏បានដែរវាដូចជាបដាចារាអញ្ចឹងត្រូវបញ្ចប់រឿងមួយចឹងទៅត្រូវបន្តមករឿងមួយទៀតពិតមែនតែក្នុងរវាងនឹងវាសោកសៅក្រំក្រែងរហូតដល់ទៅវិកលចរិតឈួតអីយ៉ាងណាប៉ុន្តែដល់បន្តមករឿងថ្មីជាអរិយសាវិការរបស់ព្រះដ៏មានពភាអេតតកៈលើភិក្ខុនីទាំងឡាយផ្នែកខាងវិន័យធម៌ទៀតរឿងក្នុងជីវិតនឹងអញ្ចឹងណាយើងទុកច្រករស់មួយសម្រាប់ជីវិតរបស់យើងគឺដោយអាស្រ័យដែលយើងបានសិក្សាក្នុងសាសនានេះឯងចឹងផ្លូវទៅកាន់ព្រះនិព្វានគឺអត់មានយូរអ្វីពីលោកនេះទៅទេចឹងក៏ប៉ុន្តែជាបរមសុខដូច្នេះយើងសិក្សាក្នុងសាសនានឹងដោយល្អដែលជាច្រករស់នៃជីវិតរបស់យើងគឺយើងមិនខកចិត្តយើងមិនអស់សង្ឃឹមយើងមិនបាក់ទឹកចិត្តទៅទេគឺថាពិតមែនតែរឿងមួយវាត្រូវបញ្ចប់នៅសភាពរុងរឿងស្រស់ត្រកាលអីនៅក្នុងលោកនឹងយ៉ាងណាប៉ុន្តែវាអាចដូរមកនៅក្នុងភាពជាសាមណៈដ៏ស្ងប់រងាប់ទៅបានទាំងបើកុំតែមានព្រឹត្តិការណ៍ផ្លាស់ប្ដូរប្រែប្រួលនៃជីវិតហ្នឹងម្លេះយើងអាចនៅវង្វេងក៏បាននៅជាប់ជំពាក់រីករាយជាមួយគ្នានឹងរបស់ក្នុងលោកហ្នឹងក៏បានដែលយើងអត់ដឹងថាតាមពិតវាជាដំណើរនៃជីវិតដែលមិនមានទីបំផុតទុកនឹងឯងវាជាសោកនាដកម្មនៃជីវិតវាអាចទៅកម្មនរកក៏បានប្រែតក៏បានតែយើងអត់ដឹងនឹងឯងហើយដល់ទៅពេលឧបនិស្ស័យត្រូវរៀបចំជីវិតឲ្យបានមកល្អប៉ុន្តែវាមិនតាន់ដល់ដំណាក់កាលដែលយើងមានសទ្ធាយល់ដឹងហ្នឹងណាយើងសោកសៅស្ដាយសំណោះនៅសភាពស្រស់បំព្រងរីករាយរបស់យើងជាមួយនឹងសម្បត្តិលោកីប៉ុន្តែដល់ទៅពេលឧបនិស្ស័យនាំយើងឲ្យបានមកជួបពធัวបានយើងដឹងថាកុំតែមានព្រឹត្តិការណ៍នៃជីវិតបែបហ្នឹងម្លេះយើងវង្វេងជាមួយគ្នានឹងកាមគុណជាមួយគ្នានឹងវដ្តសង្សារនឹងឯងដល់អញ្ចឹងទៅយើងអរគុណឧបនិស្ស័យដែលបានរៀបចំដំណើរជីវិតរបស់យើងឲ្យបានមកជួបនឹងព្រះពុទ្ធព្រះធម៌ព្រះសង្ឃហើយយើងក៏យល់ដឹងពីសភាពនៃជីវិតទោះជាកាមសុខនឹងប្រព្រឹត្តទៅយ៉ាងម៉េចក៏យើងយល់ដឹងណាយើងលែងវង្វេងលែងឲ្យតម្លៃថាវាជារបស់ដែលសំខាន់សម្រាប់ជីវិតហើយរបស់ទាំងអស់ហ្នឹងគឺវាមិនខុសអីអំពីរឿងសេចក្តីទុកសោកទៅដោយប្រការផ្សេងទេវាជារបស់ក្នុងវត្តដាក់ជាមួយទៅគ្នានឹងជាពិសេសឲ្យទៅចាប់ប្រកាន់វានាំមកនៅសេចក្តីក្តៅកាហាយវាមិនឆ្ងាយអីពីសេចក្តីទុកសោកនឹងទេចឹងពីព្រោះអាសេចក្តីទុកសោកក៏កើតមកទៅពីការចាប់ប្រកាន់នៅរបស់ដែលជាទីស្រឡាញ់ពេញចិត្តហ្នឹងវាមិនមែនកើតមកពីណាទេយើងកុំដល់ទៅថ្នាក់បែងចែកលើកតម្កើងនៅអារបស់ដែលជាទីពេញចិត្តហើយចេះតែមកឃើញទោសនៅអាសេចក្តីទុកសោកហ្នឹងនោះក្តីទុកសោកវាមិនអាចកើតឡើងបានទេបើអត់មានការចាប់ប្រកាន់នៅអ្វីដែលយើងហួងហែងពេញចិត្តយើងត្រូវឃើញទុកទោសនៃអ្វីដែលហួងហែងពេញចិត្តហ្នឹងឲ្យច្បាស់នឹងឯងចឹងអញ្ចឹងបានយើងមិនបានឲ្យតម្លៃអីទៅដោយអំណាចឆន្ទរាគៈដោយអំណាចនៃតណ្ហាព្រោះវាជារឿងទុក្ខទោសនៃវដ្តសង្សាររឿងសុខរឿងទុក្ខនេះគឺថាសេចក្តីសុខនេះណាយើងដឹងថាវាជាទីត្រេកអររីករាយក៏ពិតហើយណាប៉ុន្តែយើងពិនិត្យមើលតែឲ្យតែចាប់ប្រកាន់អាលិកដូចទៅគ្នាហ្នឹងចឹងក៏ណាអញ្ចឹងវាជារឿងដែលយើងត្រូវលេងណាដុំដែកភ្លើងហ្នឹងគឺត្រូវតែលេងហើយមិនត្រូវចាប់ប្រកាន់
ខ្សែពួរដែលយើងរុំនឹងបាតដៃទាញនេះវាត្រូវរលាត់ស្បែករលេះរលួយដោយសារតែយើងទាញអត់បាននេះអតីតកាលដែលកន្លងទៅនឹងមានតែវិធីមួយគត់គឺលេងហើយរស់នៅជាសុខក្នុងបច្ចុប្បន្នដោយសេរីភាពហ្នឹងហើយដោយការមិនចាប់ប្រកាន់នឹងឯងចឹងអានេះដែលពុទ្ធបរិស័ទយើងបានរៀបចំដំណើរជីវិតថ្មីចឹងនៅក្នុងដែនដីនៃព្រះសម្មាសម្ពុទ្ធជាបិតាដែលយើងទទួលនៅកំណប់មរតកគឺពោធិបក្ខយធម៌ចឹងខ្ញុំកណារៀបរាប់សេចក្តីនៃពធក្នុងធម្មទានឆ្លងនៅសាលាប៉ុនទាំងបានជាឧបការៈដល់ពុទ្ធបរិស័ទយើងរីករាយជ្រះថ្លាក្នុងថ្ងៃបោសតសិលហ្នឹងអញ្ចឹងសរុបប្រធានបទមកបញ្ជាក់នៅក្នុងរឿងដែលថាសេចក្តីស្ងប់ត្រជាក់ហើយនឹងជាប្រយោជន៍នេះឯងទាំងដែលមានតម្លៃជាទីបំផុតកណាពីព្រោះអីពីព្រោះសម្បត្តិអ្វីៗទាំងអស់ក្នុងโลกហ្នឹងគឺវាមានតម្លៃដោយអាស្រ័យតែបញ្ញខណ្ឌនិងតណ្ហាតែប៉ុណ្្នឹងទេនឹងឯងចឹងដល់ទៅសេចក្តីស្ងប់ត្រជាក់នេះគឺជំនួសសម្បត្តិក្នុងโลกទាំងអស់ព្រោះស្ងប់ហើយត្រជាក់ហើយណានឹងឯងមានតម្លៃជាងអ្វីទាំងអស់នឹងឯងតែដែលសត្វលោកនឹងទោះជាត្រូវការប្រាថ្នាអីក៏ដើម្បីសេចក្តីសុខស្ងប់ត្រជាក់នឹងឯងប៉ុន្តែវាគ្រាន់តែដូចយកស្មៅមកគ្របភ្លើងអញ្ចឹងវាបានមកវឹបបាត់អណ្ដាតទៅវាងុំក្តៅឆេះឡើងវិញអញ្ចឹងទៅចឹងនឹងឯងដោយការដែលស្វែងរកសម្បត្តិក្នុងโลกហ្នឹងដល់ទៅមានសភាពស្ងប់ត្រជាក់ដោយការប្រព្រឹត្តធម៌អញ្ចឹងគឺមានតម្លៃជាងសម្បត្តិក្នុងโลกហ្នឹងភ្នំមាសភ្នំប្រាក់សម្បត្តិស្ដេចចក្រអីហ្នឹងគឺថាមានតែលះបង់ចឹងចូលមកសាងពភ្នួនឹងឯងចឹងដល់នៅនៃកម្មៈសុខវិវេកសុខសម្ពោធិសុខចឹងនឹងគឺខ្លឹមសារដែលពុទ្ធបរិស័ទយើងប្របីឲ្យបានជ្រាបថាដូចជាសមាទានឧបោសថសិលអីចឹងចឹងប្រព្រឹត្តទៅដើម្បីសេចក្តីស្ងប់ត្រជាក់នៃចិត្តហ្នឹងហើយប្រព្រឹត្តទៅដោយធម្មសវនៈដោយធម្មសាកច្ឆាដោយសមថៈដោយវិបស្សនាគឺថាជាការដែលយើងបានឱកាសក្នុងថ្ងៃឧបោសថសិលហ្នឹងដែលនឹងបំពេញឧបោសថសិលហ្នឹងឲ្យបានល្អដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានប្រកាសសម្ដែងមកដោយសព្វយុត្តញ្ញាណហើយនឹងអប់រំចិត្តនឹងឯងដែលពុទ្ធបរិស័ទយើងនឹងមានឱកាសដ៏ថ្លៃថ្លាសំខាន់ណាស់ដែលយើងបានជួបនឹងពុទ្ធសាសនាសមាទានឧបោសថសិលហ្នឹងយើងត្រូវឃើញដល់សភាពនៃចិត្តដែលស្ងប់ត្រជាក់នេះនឹងឯងហើយនឹងមានប្រយោជន៍ដោយសេចក្តីរីករាយជ្រះថ្លានៅពេលដែលយើងបានបំពេញនៅប្រយោជន៍យ៉ាងណាហើយគឺយើងមិនត្រូវការប្រាថ្នាទាមទារផលតបស្នងពីអ្នកដទៃណាទេគឺថាប្រកបតែដោយមេត្តាចិត្តនឹងឯងសូមឲ្យសពសត្វទាំងអស់បាននៅសេចក្តីសុខនឹងណានឹងឯងគឺសូមឲ្យតែដែលសពសត្វនឹងឯងបាននៅសេចក្តីសុខរៀងខ្លួននឹងយើងមិនធ្វើសេចក្តីល្អដល់អ្នកដទៃហើយក្នុងបំណងទាមទារដើម្បីឲ្យយើងបានអ្វីពីអ្នកដទៃនឹងទេក៏ប៉ុន្តែសម្រាប់បុគ្គលដែលមានមេត្តាចិត្តនឹងឯងក្នុងការដែលប្រព្រឹត្តទៅដោយអភិយទាននេះដោយការឲ្យអភ័យនេះអហោសិកម្មទៅគ្រប់រឿងទាំងអស់នេះជោគជ័យដល់ក្រៃលែងទាំងក្នុងការដែលយើងយកឈ្នះកិលេសក្នុងចិត្តសន្តានរបស់ខ្លួនឯងហើយមិនប្រកែប្រកាន់អ្វីក្នុងโลกចិត្តស្ងប់ត្រជាក់ក្នុងរមណីយដ្ឋានដែលជាអារម្មណ៍នៃសមថវិបស្សនាទាំងសូមអនុមោទនីណាចឹងក៏ជើញបងអមេចាជំនិតហើយនឹងលោកគ្រូណាធម្មចាតែវិមុតដើម្បីបានចូលរួមធម្មទាននឹងបន្តគឺថាយើងមានពេលវេលាមិនលើសពីកន្លះម៉ោងអីចឹងទៅទៀតទេហ្នឹងឯងដើម្បីថាបំពេញកិច្ចបន្តទៅចឹងដើម្បីនឹងជាទីរីករាយជ្រះថ្លាក្នុងថ្ងៃបោសតសិលហ្នឹងចឹងក៏ពុទ្ធបរិស័ទនឹងបានឱកាសបាននៅចំណេះដឹងដែលជាគុណតម្លៃនៃជីវិត
យើងបានការចេះដឹងហើយនាំមកនៅសេចក្តីសុខស្ងប់ដោយធម្មមានធម្មបរិបត្តិហ្នឹងណានឹងឯងជាផលកម្រៃហើយនៃជីវិតមិនមែនយើងគ្រាន់តែបានរស់មួយថ្ងៃមួយខែមួយឆ្នាំយកត្រង់ច្រើនពេលវេលាទេតែយកត្រង់គុណភាពជាសំខាន់ទាំងហើយទីបំផុតក៏យើងបានដឹងធម្មជាតិទៅតាមសេចក្តីពិតនឹងឯងទៅតាមអរិយសច្ចធម៌ទាំងគឺថារកសច្ចធម៌ឃើញត្រង់ដែលថាជាធម្មជាតិដោយទូទៅមិនបានចាប់ប្រកាន់អ្វីដែលមាននៅក្នុងបញ្ញខណ្ឌហ្នឹងធ្វើជាខ្លួនរបស់យើងទេអញ្ចឹងរូបវេទនាសញ្ញាសង្ខារវិញ្ញាណក៏ជាធម្មតាធម៌អញ្ចឹងទៅប៉ុណ្ណឹងទាំងយើងអត់មានទាមទារអ្វីពីលោកនេះទេបានត្រឹមតែយុត្តិធម៌សម្រាប់ជីវិតរបស់យើងដែលយើងអត់បានធ្វើបញ្ញខណ្ឌនឹងមកទេអញ្ចឹងគឺយើងបានរកការពិតនឹងឃើញហើយមិនបានទទួលភារៈដើម្បីចិញ្ចឹមបីបាច់មើលថែប្រកែប្រកាន់អត្តភាពនឹងហួងហែងទៅយ៉ាងណាទៀតទេត្រូវមានការកើតឡើងការវិនិច្ឆ័យត្រូវទទួលជារៀបជាធិមរណៈត្រូវអ្នកដទៃបៀតបៀនអីនឹងយ៉ាងណាដោយកាយដោយវិចារអីនឹងយ៉ាងម៉េចក៏យើងអត់មានទទួលហួងហែងទទួលកើតទុកមិនសុខចិត្តប្រកែប្រកាន់អីជាមួយនឹងអត្តភាពនឹងទៀតទេនេះគឺជាសេចក្តីសម្រេចនៃពុទ្ធបរិស័ទយើងដែលឈ្មោះថាជាអ្នករកការពិតសម្រាប់ខ្លួនយើងដែលយុត្តិធម៌នាំមកនៅការដាក់ចុះនៅសេចក្តីប្រកាន់ក្នុងសង្ខារធម៌ទាំងពួងហើយមានដំណើរដង្ហែព្រះដ៏មានពភៈទៅកាន់ព្រះនិព្វានដែលជាដំណើរធម្មយាត្រាមិនវិលវិញទាំងសូមអនុមោទនាកណាទៀតគិតល្អសบายចិត្តគិតល្អសบายចិត្តគិតធម៌ពិតស្ងប់តណ្ហាគិតច្រើនក្តៅសិរសាគិតតិចរារោគមិនយល់គិតក្រោតឆោតចប់តាមគិតក្នុងកាមកប់វិកលគិតជ្រៅទៅមិនដល់គិតរាក់តល់ឆ្ងល់មិនសួរគិតឆ្វេងលែងស្ដាប់ធម៌គិតមិនល្អខូចទាំងជួរគិតឆ្ងល់ហើយចេះសួរគិតនេះគួរក៏បញ្ញានឹងគឺការគិត12ប្រការដែលលោកគ្រូជាម្ចាស់បានចងក្រងមកហ្នឹងគឺយើងគិតល្អហ្នឹងគឺសบายចិត្តហើយចឹងគិតថាអ្វីវាមិនដូចតាមប្រាថ្នាទេបានដូចជាមិនបានហ្នឹងក៏អស់ទៅវិញទៅបើទ្រព្យសម្បត្តិមិនអស់ទេក៏យើងអស់ទៅមុនទ្រព្យសម្បត្តិក៏មានណានេះទូលគុំខ្ញុំកណាដោយបានការអនុញ្ញាតពីលោកគ្រូអនុញ្ញាតពីព្រះគុណម្ចាស់គ្រប់ព្រះអង្គសូមក្រាបថ្វាយបង្គំនមស្ការចំពោះគុណព្រះរតនត្រ័យដោយសេចក្តីគោរពកើតក្រែងសូមក្រាបថ្វាយបង្គំនមស្ការចំពោះព្រះកណាគុណម្ចាស់គ្រប់ព្រះអង្គដែលគង់ប្រថាប់នៅនាវត្តណាធម្មវ័នក្រាំងដីមាសនឹងឆ្លងនៅសាលាតាវតੰស័កសភាហ្នឹងតាវតੰស័កហ្នឹងនាងសធម្មាសនន្ទាសុចិត្រាសុជាតាបានកសាងជាមួយនឹងមគ្គមេនុបនៅតាវតੰសំនឹងតាវតੰហ្នឹងហើយមានម៉ាស៊ីនត្រជាក់មានអីណានឹងសូមក្រាបថ្វាយបង្គំនមស្ការលោកម្ចាស់ព្រះមេគន្ធខេត្តព្រះបល័តគន្ធព្រះវិន័យធរគន្ធព្រះអនុគន្ធស្រុកក្រុងព្រះគុណម្ចាស់គ្រប់ព្រះអង្គទីគោរពសក្ការៈដោយសេចក្តីគោរពកើតក្រែងសូមក្រាបថ្វាយបង្គំដោយសេចក្តីគោរពពលលោកគ្រូកបណ្ឌិតជាម្ចាស់ក៏បានមកទទួលលោកគ្រូថ្ងៃនេះមានភ័ព្វតំណាងបានមកដល់កំពង់ឆ្នាំងមុនពេលវេលាណាមិនដូចនៅវ៉ារិនទេណាផ្លូវវាស្រួលគុណចាស់ព្រះបញ្ញាបច្ចោតាអូនគឺ200គីឡូមែនតែល្មមម៉ោង4មកដល់ម៉ោង7កន្លះណាហើយជួបគុណម្ចាស់មួយព្រះអង្គលោកថាលោកគ្រូម៉ោង8កន្លះបានសម្ដែងធម៌ក្នុងប្រូក្រាមថា8កន្លះប្រូក្រាមក៏8កន្លះដែរលោកគ្រូ7កន្លះជាងតិចមកដល់ហើយណាអញ្ចឹងក៏នឹងបានឱកាសបានស្ដាប់ធម៌លោកគ្រូចឹងហើយសូមគោរពពលលោកគ្រូធម្មបណ្ឌិតណាកាយវិមុតដោយសេចក្តីគោរពពលលោកគ្រូធម្មចារយាមតូចខន្តិសារោណាដោយសេចក្តីគោរពញាតិញោមពុទ្ធបរិស័ទទាំងអស់មានអ្នកបងបាសិកាណាបងជាសខំបងបាសិកាអូនពូនជាបឋមប្រធានក្នុងហ្នឹងណាឮលោកគ្រូប្រកាសឈ្មោះទៅថាបឋមប្រធាននឹកថាអញ្ចឹង
ត្រូវតែមកហើយណាមិនមែនថាបធ្វើប្រធានបានមកត្រូវតែមកពងឆ្នាំងធ្លាប់មកអញ្ចឹងហើយណាឲ្យតែកំពង់ឆ្នាំងមកដល់នឹងដែរបានឱកាសពេលវេលាណាសូមអនុញ្ញាតចាប់អារម្មណ៍ទៅលើខ្លឹមសារដែលលោកគ្រូជាម្ចាស់រតនាមកតាកតងទៅក្នុងជីវិតប្រចាំថ្ងៃទាំងសំខាន់ណាស់ដែលយើងបានពិចារណាគិតត្រូវទាំងណាយោនិយោណាយោនិយោបយុញ្ចតិព្រះនាងសុមេធាហ្នឹងបានពោលថាបុគ្គលណាដែលគិតត្រូវហើយគឺគិតប្រកបដោយបញ្ញាមាននៅសតិមាននៅស្មារតីហ្នឹងគឺថាមាននៅសតិសម្បជញ្ញៈហ្នឹងគឺថាប្រកបដោយបញ្ញាហ្នឹងគឺបានពលនៅព្រះនិព្វានបើបុគ្គលណាខ្ជិលច្រអូសមិនព្យាយាមគឺមិនបានព្យាយាមគិតនឹងឯងទៀតមើលដោយលោកគ្រូជាម្ចាស់រតនាមកសូមបីព្រះសិរីវត្តនឹងក៏គិតនៅក្នុងបញ្ហាប្រចាំថ្ងៃនឹងដែរពេលភ្លៀងភ្នែកបន្ទះផ្គរលាន់ក៏ក្រឹកក៏ក្រែងនៅចន្លោះនៃភ្នំវេភរៈនិងភ្នំបណ្ឌិវៈហើយលោកចូលទៅសំងំនៅក្នុងកម្មដ្ឋានមានអាការភ័យព្រួយនឹងឯងធ្វើឲ្យគឺថាស្មារតីរឹងមាំឡើងទៀតមិនភ័យព្រួយឲ្យទន់ខ្សោយរន្ធត់ញាប់ញយទេស្មារតីនឹងគឺមាំតំមកអ្នកកវិវរៈកតោចច្ឆេយតិហ្នឹងគឺថាបានតម្កល់មុំនៅក្នុងឈានហើយក៏បានសម្រេចនៅគុណធម៌ប្រកាសខ្លួនលោកជាបុត្ររបស់ព្រះអង្គបតោអបដិមស្សតាទីណូគឺថាព្រះអង្គបុត្ររបស់ព្រះដ៏មានអភិធដែលព្រះអង្គមិនមានបុគ្គលណាព្រៀបផ្ទឹមបានជាបុគ្គលនឹងថឹងតាទីណូមិនកំរើកញាប់ញួរនឹងលោកធម៌ទាំង8មានលៀបអត់លៀបមានយុះអត់យុះអីជាដើមនឹងព្រះអង្គមិនបានញាប់ញួរទេអញ្ចឹងគឺថានៅពេលភ្នែកផ្លេកបន្តរន្ទះអីមើលវិវរៈណាមគ្គតនមគ្គនុបតន្តិវិជ្ជតាហ្នឹងគឺថាផ្គោផ្លេកបន្តនឹងឆ្វាច់មកចុះមកដល់ក្រោមឡើងលើប៉ុន្តែគឺថាស្ងប់ស្ងៀមវេភរៈសច្ចៈបណ្ឌវសច្ចៈហ្នឹងហើយមើលចំណុចព្រះរាមនីយៈវិហេរីហ្នឹងក៏លោកគ្រូជាម្ចាស់រតនាមកបាញ់មិញហ្នឹងក៏ឃើញនៅទស្សនវិជ្ជាប្រចាំថ្ងៃហ្នឹងដែរពេលលោកនៅជាការិយាវាសដោយទីហោថារោគអេដអីមួយចឹងរោគអេដវាធ្ងន់ធ្ងរហើយប៉ុន្តែបើយើងបានយកមកការពិចារណាគិតថានេះនឹងប្រព្រឹត្តខុសអញ្ចឹងនៅស្លាប់ឈឺអញ្ចឹងទៅស្គមគេថារោគស្រាល80គីឡូនៅសល់30គីឡូទៀតមានខ្ញុំប៉ុណ្ណឹង85អីឈឺរោគហ្នឹងមើលនៅសល់30ហ្នឹងអស់ឆ្អឹងនៅសល់ឆ្អឹងស្គមហើយមហឹកមុននោះសម្បើមណាមុន93 អីនោះសម្បើមមកស្លាប់ណា93 94នេះហ្នឹងអញ្ចឹងទៅដល់ឃើញសភាពហ្នឹងទៅវាបានការពិចារណាថាអត់បានទេអេតវើយអត់បានទេណាប្រកាសអញ្ចឹងមកប្រកាសខ្លួនឯងហ្នឹងថាមិនត្រូវប្រព្រឹត្តទេដូចជាព្រះរាមនីយវិហេរីហ្នឹងគឺថាលោកប្រព្រឹត្តនៅរឿងអីផ្សេងអញ្ចឹងទៅភាសាខ្មែរយើងថាស្រីញីអញ្ចឹងទៅហើយដល់តែពេលឃើញអ្នកគឺថារាជការអីចឹងទៅគេចាប់ចងអ្នកដែលប្រព្រឹត្តខុសនឹងយកទៅធ្វើទុកទរណកម្មហ្នឹងទៅដាក់គុកសម្លាប់ចោលទៅស្មៃសម្លាប់ចោលណាហើយនៅឥណ្ឌានេះសិតដុតទាំងរស់ចឹងចាប់រំលោភឲ្យសម្លាប់ហ្នឹងគឺចាប់ដុតដាក់កងឡានដុតយកមកដុតមិនឲ្យឆេះខ្លាំងទៀតដាក់តិចឲ្យឆេះល្មមមកស្រែកតល្ងំហ្នឹងហើយណាវាគេដើម្បីជាគំរូចឹងទៅដល់ឃើញទៅរន្ធត់វាញាប់ញយនឹងសភាពជីវិតហ្នឹងឯងចឹងក៏ស្ទុះមកដូចខ្ញុំអីក៏ស្ទុះមកដោយសារអញ្ចឹងដែរណាស្ទុះមកចូលវត្តចូលវាអីហ្នឹងស្ទុះមកឃើញទិដ្ឋភាពហ្នឹងវាមើលទៅអត់សង្ឃឹមអត់មានអីជាទីអាងគឺថាវាមិនដល់គេចាប់ចងទេគាត់ប្រភេទរន្ធត់នឹងជីវភាពឬក៏ក្នុងជីវិតប្រចាំថ្ងៃមើលសពសត្វអីចឹងទៅអ្នកដែលសវឹងជ្រុលជ្រក់ហ្នឹងលំបាកវេទនាមែនទេឃើញដែលនៅមិនតាន់បានឈប់អីហ្នឹងអាយុ60អីហើយនៅជិះម៉ូតូត្រេតមករត់បុកឡានទៀតយកមិនទៅប៉ោះហ្នឹងត្រេតមកថាគ្រូមកទៅវិញទៅទន់ដឹងចេញពីកន្លែងណាមកអញ្ចឹងទៅឃើញសភាពហ្នឹងចាស់ហើយមិនទៅក្មេងប៉ុន្មានមើលទៅចង់ក្បែរហុកអីហ្នឹងហើយយកប្រលប់ហើយមិនដឹងណាម៉ូតូអត់ភ្លើងទៀតវាសំរុំម៉ូតូអត់ភ្លើងអត់ជិះចត់អត់មូអត់ទាំងអស់ហ្នឹងស្វឹងមកទាំងអស់ហើយមើលជីវិតអញ្ចឹងតើសេចក្តីសុខបាយពីណាមកអញ្ចឹងគឺថាព្រះអង្គស្រាប់តែស្ទុះមកចូលកាន់ភ្នោះហើយនៅលំបាកទៀតដោយអំណាចនៃរាគៈចរិតមិនតែលំបាកយ៉ាងណាក៏ទ្រាំដែរទ្រាំឲ្យពិចារណាតែក្រោយមកទៀតបានគ្រាន់តែឃើញគោសោះហ្នឹងគោបរទេសអីហ្នឹងដួលផ្លត់ជើងអីទៅវាអស់កម្លាំងនោះអូសនឹងអូសប្រហែល
ở đây đang đại khá là đòi chân tới mà cha vô tới đo liền ấy tới một tức ấy chút tức ấy tới tầm rạm sở tu tới của miền cầm lăng mà vẫn cứ đôi khi đây thì là có khơi chắc ban pol bệ ban sầm rạch chỉ phải hỏi ban polประเกต thà năng nệ châu mơ khiêm ấy vang tia sẵn sam pan năng khiêm đo prom đòi tia sẵn sầm bát nèคือบ้านในอะไรอย่างเงี้ยนึกท่าชี้สาวเวะระบบเพื่อดำเนินแบบเพียสัมมาสัมพุทธะสาแบบการเตะเนี่ยไอ้เดชาเคยในโกนไงเด็ดดูหนึ่งอย่าทาไปพอโตอาเจียโยขัดเล็ดว่าปะเตะเต็ดผัดเตะไอ้ท่าบ้านหม่ำดูให้เงือบชัวลงไปบ้านเช่นคือท่าลูกพลังปลายปานิบัติโดยใช้เหมือนตอนหัวไปเรียที่นะแล้วครูยมตูตอนหัวให้บุหรี่เตี้ยกับบ้านน่ะยังไงนั่นกับบ้านเดียวครูเต็มสุดครูหาวกันซานครูนะกับบ้านครูไก่หมดกับบ้านน่ะครูเชื่อมชักก็เป็นอารมณ์มันบุให้ก็ให้เธอนะยอมไอ้นั่งบุไงนั่งกับบ้านมันตายเนี่ยแต่ท่ามันตอนนู้สักหายโดยอยู่หัวไปเรียอดหัวที่ไปเรียนั่งแต่เมียนสำรัดยังจังนั่งแต่มอมทอมยังแต่นั่งแต่มอมทอมคือท่าไปเรียเป็นนั่งเมียนในนั่งเมียนชีวิตเป็นนั่งเมียนนั่งตอนออกแต่น่ะจังเตยคือท่ามอมทอมแล้วมาประกาศอย่างเมื่อเปรียบสมัยที่ก็ยังแต่ได้ครูเชื่อมชักรัตเนียมาปีแก่เจ็ดไอ้นั่งคือท่ามอมตอมนังเตวดาเดียดเตวดาโนดังปีนามาเคยปองสะอาดนั่งตัวสมิทธิโลสะอาดโปโดยเมียยังโลสำรัดแต่สมิทธิแปลสำรัดโดยสมิทธิพอลและสำรัดเขาสะอาดละโอในตะเปาเตียรามไอ้นั่งเหมือยังเคยยังนึกเคยตะเปาเตียรามนั่งกับพนมเวพเระนั่งไอ้ลายเตยทัวดำนาเตยไฟบังกุมก็ลายสะตะปันออกเฮียไฟบังกุมก็ลายเปิดผลิตกว่าเฮียให้ปองก็ทลับกวงหนึ่งนักครองสมิทธิโสดนั่นก็ทลับกวงหนึ่งแต่กวงหนึ่งไอ้ใจบดานบานหมอสะสูปิโคสมิทธิหนึ่งส้มมันสะสูอยู่บอลไอ้ปัสนายที่ส้มสนายหาหนึ่งมองแต่ส้มสนายหาให้บานประกาศปีโตระบลูกหนึ่งครับบุตรไอ้ในขมายจังสักวิ่งเตอจังไอ้สักนั่งขมายจังสักเตอให้มาการมากุดในวิ่งมาจำต่อจ่าจำบัวจำจัดปรำจำแปดกดไอ้เมื่อตาเผื่อการเล่นการไอ้จำดอนี่ก็จำบัวนั่งngườiจังเตอตามตนานั่งปัจจัยดอกลายมาก็ปองนั่งมอมต้อมหนึ่งพนุษย์ประกาศท่าการลังโวหังเนี่ยเชียร์นี่มิคือท่าเยิงวัดดังกาลอากาลได้ตรัสลับวัดดังบุชีวิตมีการมาตั้งปีกะละมาตั้งปีอัมพุเตะเปเสเขียนเนี่ยปัญจสาขามาไปไอ้สลับตัววิ่งบ้านนะให้อากาลได้ตรัสลับนึงดังสลับไปนะให้อาเพียธินึงโรคเกียเพียธิกรุบมุกตัวอ้อไอ้สลับบ้านตัวอ้อโรคหน้ากับบ้านได้ไอ้สลับบ้านอ้อนึงบ่มันโรคที่ก็ครัวธนาจราโจยังเตยฮะอะไรได้เตยฮะนิเคปะเนี่ยอะไรดักเลี้ยโจในเรียงกายนั่นก็จะมาล้อดักในอะไรนะให้กระเตะดำนาเตยนั่นก็มันดังแบบธรรมานั่นคือถ้าจังบ้านมีเมียงกาลาวอปัจจิเกียนั่นคือถ้าบอกมันคือถ้ามันเอากาแล้วกันลองที่กาđể nơi ai bảo prit thua đừng bánนะvì để thà Phậtศาสนาหนึ่งมีนึกปรังไพรนึงมันเตะได้ก็มาโป้เลยมีตังกาเราปัจจิเกียได้กับเอากาเลยขมิ้นอยู่กันลองโลกเลยโลกประกาศกานึงอ่ะมาเป็นดังกานึงจังบ้านมันบริโภคให้บ้านหมดบูนึงอ่ะพุทธวาตัสมาพุทธวาเพคามินั่นคือท่าบ้านหมดบูนึงคือท่ามันบ้านมันในบริโภคการมาคนที่กลายมาก็สะสูเรื่องราวชราญประดับเมียเพียกระตรงประกาศในครั้งประเกศทานชราญประเกศทาบองประกาศปีบกวนาประกันในปัญญาคันนี่คือท่าสลับหนึ่งไอ้เดี๋ยวในหนึ่งมอดมาจุเรียนเนี่ยโดยครูเชียมเจาราตเนียมาจังคือท่าประกันปัญญาคันนี่ห่วงหายเด้อคือท่าวิตรสาวสาวกันตัวกันติงสาวจันเตะเจเนียแบบเมียยีเตบกวนาได้เมียกาสาวสาวประกันในปัญญาคันนั่นคือสาวสาวหนึ่งไอ้จังเตะบานเตวดานั่งประกาศปีกุลบอกเลยเราไม่มาเพย์ดาวครูไอ้บานเคยเนี่ยโทเนี่ยสลับออกให้ก็บานเคยเนี่ยโทออกประกาศท่านไอ้เตวดาสลับบานประปันนะชลายกับบินมั้งสัจเจเนี่ยเสเวียเตหะเยะขาเตะออกหายเยะให้เตวดาหายเยะไอ้บานเตวดาประกาศครูกับบานรัตเนียมาได้มาเกียรติธานั่งเจนบาปังเนี่ยกะยีราเวียจะซาแม่เนี่ยซากายเย็นนะวิกิ่งจะเนกิ่งจะนั่งซับปะโลเกนะ
ហើយបានការមេបហាយៈសតិមាសម្បជាណូទុក្ខំអ្នកសេវេថៈអនត្តសញ្ញហន្តិណាអនត្តសញ្ញហិតន្តិគឺបានប្រកាសថាបុគ្គលមិនគប្បីធ្វើនៅបាបទេមិនគប្បីធ្វើបាបទេមិនគប្បីធ្វើបាបនឹងហើយមិនគប្បីខ្វល់ខ្វាយនៅក្នុងលោកទាំងពួងទេគឺថាធ្វើបាបដោយកាយដោយវាចាដោយចិត្តដោយកាយណាហើយគឺប្រកាសអំពីអរិយមគ្គតែហ្មងទៅនៅក្នុងព្រះគាថានោះពីរស់ឲ្យដល់ព្រះអដ្ឋកថាហើយលោកគ្រូរតនេទេបានមើលសមិញដែរណាមើលអញ្ចឹងទៅគ្រូរតនេមកក៏មើលតិចទៀតទៅព្រោះធ្លាប់បានរៀនហើយមើលថែមទៀតអញ្ចឹងវាមិនងាយចាំបានទេតើសាររើមកបន្តិចបន្តួចអៀងមកបានចាប់ចាំមកវិញមកហើយក៏ជ្រះថ្លានឹងព្រះគាថាទេវតាហ្នឹងហើយព្រះអដ្ឋកថាលោកបញ្យល់ច្រើនណាស់ការមេបហាយៈសតិមាសម្បជាណូគឺលះបង់នៅកាមគុណទាំងឡាយហ្នឹងនៅកាមទាំងឡាយហ្នឹងដោយមានស្មារតីដោយមានបញ្ញានឹងឯងហើយមិនគប្បីខ្សែគប់នៅសេចក្តីទុក្ខគឺអត្តកលមដ្ឋានយោគទេកុំឲ្យធ្វើខ្លួនឯងឲ្យលំបាកអត់ប្រយោជន៍នោះគឺថាធ្វើខ្លួនឯងគឺបំពេញនៅបុណ្យកុសលនឹងឯងទាំងបុណ្យកុសលនឹងគឺថាអប់រំចម្រើននៅអរិយមគ្គអង្គ8ហ្នឹងដោយសមាវាចាសមាកមន្តោសមាជីវោសរុបទៅហើយនឹងសតិមាសម្បជាណូគឺបានដល់នៅសមាទិដ្ឋិសមាសង្កបៈសមាសតិសមាវិជ្ជាមគ្គសមាសមាធិនឹងឯងតែណាអញ្ចឹងជាអរិយមគ្គអង្គ8ហ្នឹងគឺថាបានប្រកាសថាមិនគប្បីធ្វើបាបទេសពគឺថាកុំបីខ្វល់នៅក្នុងលោកទាំងពួងនេះខ្ញុំប្រកាសណាខ្ញុំបាទក៏ចូលរួមលមុំសំពេលវេលាសូមអនុមោទនាសូមសួរលោកគ្រូមួយសំណួរណាព្រះអង្គម្ចាស់អភិធម្មមេនន្តោក៏ស្ដាប់លោកគ្រូសំដែងទៅក៏សាកសួរតាមវិទ្យុនោះខ្ញុំក៏ណាបាទឆ្លើយថ្លៃលោថាដូចជានៅតាក់ទៅណាចំពោះពីរឿងធម៌វិន័យដែលលោកគ្រូសំដែងថាធម៌វិន័យដែលព្រះបរិយត្តិធម៌ដែលព្រះអង្គទ្រង់ប្រកាសសម្ដែងហើយគឺថាបើនិយាយពីធម៌វិន័យនឹងឯងតែហើយបើនិយាយពី3ដកហ្នឹងវិន័យពិសោធន៍ព្រះអភិធម្មហ្នឹងហើយដែលថារុងរឿងចម្រើនបាននឹងឋិតថេរនៅបានបន្តតែឋិតនៅក្នុងបុគ្គលណាដូចជាបុគ្គលចាស់ត្រួសត្រងធម៌វិន័យនោះគឺថាឋិតនៅក្នុងបុគ្គលណាគឺវិន័យនឹងឯងដែលឋិតថេរនោះហើយខ្ញុំក៏លោកសួរទៀតថាចុះបត្រៃ3ដកនៅក្នុងទូនឹងឈ្មោះថាព្រះបរិយត្តិធម៌ដែរឬទេខ្ញុំក៏ណៃបាទឆ្លើយថាមិនមែនបដិសេធថាមិនមែនជាប្រាស់បរិយត្តិទេព្រោះចងក្រងពុទ្ធវចនៈមកចងក្រងទុកនឹងហើយក៏ជាទីគោរពសក្ការៈសភៅធោប៉ុន្តែក្នុងទូប៉ុន្តែបើក្នុងទូទេអត់មានអាណាសិក្សាទេទូគឺតាមទូទៅចាក្រាំងមាសដាក់ហ្នឹងទៅហើយនៅក្នុងទូទៅអត់មានអាណាសិក្សាទេ100ឆ្នាំ200ឆ្នាំអត់ដឹងអីទាំងអស់សួរថាតើព្រះបរិយត្តិហ្នឹងឈ្មោះថាឋិតនៅដែរឬទេហើយ3ដកហ្នឹងឈ្មោះថាព្រះបរិយត្តិដែរឬទេណាណាថាធំចឹងចំពោះព្រះបរិយត្តិធម៌គឺជាបញ្ញត្តិទាំងគាត់ណាហ្នឹងឯងយើងត្រូវយល់ទៅដល់ធម្មអារម្មណ៍ដែលជាអារម្មណ៍របស់មโนទ្វេរវិថីគាត់ណាហ្នឹងឯងអញ្ចឹងគឺអត្ថបញ្ញត្តិក្នុងសេចក្តីដែលមโนទ្វេរវិថីហ្នឹងអាចជ្រាបបានថានេះធម៌នេះវិន័យនេះជាសត្ថុសាសនាអញ្ចឹងគឺថាអត់មែនជារូបភាពទេចឹងតែណាព្រះបរិយត្តិធម៌ហ្នឹងណាគឺអត់មែនជាវត្ថុអត់មែនជាបុគ្គលអត់មែនជាពុទ្ធអត់មែនជាព្រះសង្ឃណាមិនមែនជាវត្ថុអីទាំងអស់ដូចលើកពីបត្រៃ3ដកអីហ្នឹងហ្នឹងគឺដែលយើងគោរពថ្វាយបង្គំហ្នឹងគឺគួបជាមួយគ្នានឹង7បត្រៃ3ដកហើយនឹងអត្តសេចក្តីដែលមโนទ្វេរវិថីចិត្តហ្នឹងបានដឹងគឺថាអដ្ឋកិអនៈមโนទ្វេរវិថីហ្នឹងណាហ្នឹងឯងដែលបានដឹងសេចក្តីហ្នឹងគឺដែលបានថ្វាយបង្គំពធទៅក៏ដូចជាព្រះពុទ្ធអញ្ចឹងហ្នឹងឯងឧទេសកចេតដីដូចបងនិតឯងលើកពីរឿងត្រៃ3ដកអំបញ្ញមិញហ្នឹងអញ្ចឹងគឺថាត្រឹមត្រូវហើយដែលថាជាព្រះបរិយត្តិធម៌ហ្នឹងប៉ុន្តែយើងត្រូវឲ្យបានជ្រាបថាតេតួងនឹងមโนទ្វេរវិថីដូចជាយើងថ្វាយបង្គំពុទ្ធរូបពុទ្ធបរិមាអីអញ្ចឹងតែពុទ្ធមិនមែនវត្ថុទេមិនមែនឈើមិនមែនថ្មមិនមែនស៊ីម៉ង់ទេគឺតើមโนទ្វេរវិថីហ្នឹងឯងជ្រះថ្លាទៅក្នុងព្រះបញ្ញាគុណវិសុទ្ធិគុណហើយនឹងព្រះគុណរបស់ព្រះអង្គផ្សេងទៀតចឹងទៅ
còn là được chứ đấy nơi không thì cái đây để con cha lơ cầm pi và trai bày đọ nằng tại cao na ở miền nè trua truông nơi và phút rồi vắt chở nạ nấng chẳng và trai bày đọ nó cái chốt ra xa đấy cái này trời tạt tai bắt lê o đấy hốt đào từ ruộng nè chăm mà kia tha nó có ở miền đấy mà ông tí ở ban vua gì cái đây chẳng cứ tha về trời chăm riêng xây na sập bay đi từ đôi cả cáp sen từ vinh từ riêng được cái nông lộc nâng chẳng thời hay và thua nó cứ ở miền tầm lay ấy đây trời cái thai rồi xá vừa tầm lay ở đây nay này sẽ thía đôi nay này thì cái đây của rộp đôi từ sẽ thía thì cái đây của rộp chẳng tới về trời tạt tài bắt chẳng tới nữ và trời bày đỏ nâng nâng ảnh cứ trời bắt trời chẳng men tha nè của rộp nơi nông và thua nâng hái và trời bày đỏ nơi tại miền chẳng tới thế nơi pe để bắt cướp pram pon pre xa nó cứ trời tại bắt tới chẳng để miền nè thai xa miền nè đầm co tục tế chẳng tớiคือถ้าปรวมคะแนนนั่งเองแต่บัดเตออัดเมียนเนี่ยเรียนเตออัดเมียนเนี่ยใจดังเตออัดเมียนเนี่ยตรวงเตอในซอนติดตุยนั่งก็บัดออกเตอส่งไปจนในขนมกาจำนั่งก็ชกจะนำชกจำก็พลิกออกเตอนั่งได้เชี่ยปริยัติเตอันดอร์เทียนนั่งวันแต่ส่งไปยังบานโยธาเปรียบปริยัติทั่วมันเมนวัดเทาะมันเมนกิเพลเมนบุกกุลคือเชี่ยทอมเมรอมได้เชี่ยอารมณ์ระบบมโนทเวรวิเทยตรึเรศาแต่ดอยบุกกุลเนี่ยตรงในเปรียบปริยัติทั่วนั่งให้ปะได้บัดจังบานถ้าอายุชีวิตระบบเนี่ยตรงทั่วนั่นไงเตียงปริยัติทั่วเตียงปะได้บัดทั่วนั่นคือเชี่ยอายุระบบทั่วนะนั่นไงไปจวนอายุชีวิตเนี่ยตรงเปรียบวินัยนั่นไงเตียงปลอดได้บัดตามเปรียบวินัยนั่นอายุไปจวนระบบเนี่ยตรงนั่นเองอายุชีวิตประคุณจ้านั่นเองคือเชี่ยอายุในประทั่วในเปรียบวินัยเชี่ยอายุเชี่ยไปจวนในพระพุทธศาสนาไปเตะเตะตวงหนึ่งเนี่ยได้ศึกษาตรงปะได้บัดหนึ่งเองจังนั้นนะก็น่าสมอนุโมทนีขยมกันนะสมกรุบถวายบังคุมจุมปูปไตรรอดสมกรุบถวายบังคุมจุมปูกันนะจะเอามาจ้ะกรุบปะอังแต่สมกรุบถวายบังคุมจุมปูลูกครูแก่บัณฑิตเชื่อมาจ้ะอาศิกได้กรุบเก่าแกรงสมกรุบจุมปูลูกครูทอมาจ้ะจำจุมนิดเนี่ยตรงในพระปริยัติโทสมกรุบจุมปูญาติโยมอโลกุตบริษัทต่างน้องขณะนี้เป็นตอนปีบานสดับในเพื่อโทดำเนินดำไลปีโรกลุ่มแวะคลีตรงรู้จะหายนั่งก็บทบริษัทดองในสิ่งใดสงบจัดนั่งให้เอาดำไลตัวเลยการสดับพร้อมแทงเอาดำไลตัวการประพฤติหรือก็ดำน้าได้กำปงแต่ตัวมกจะทำเยตรามันตลอดลูกครูลูกเลิกลายจะทำเยตรามันตลอดคือทำเยตราชิบุตรการเปลี่ยนเปลี่ยนนั่งน้องกาได้มีเรียทีเรียรัตเนียปอังเรื่อยหยักหยอบโหหายดอลเปลจงกราวในการรัตเนียระบมีในปาวาลเจดได้นั่งสมไอปอังเปลี่ยนเปลี่ยนเตอร์สมไอปอังเปลี่ยนเปลี่ยนเตอร์บันปอังจานาสอบกรบไออาหายยังได้ปอังปะกะอัปเปาโสเก่าทวางปาเปแม่หาวเฮเนียจิรังตถาคตสะเปรนเปลี่ยนนังภวิสติอิตาวตนังมีสานังอาเจเนเนมันเมียนจัดบาบโจลเมียนสิกได้ควาลควายติจอมันอยู่เต้ใบคายเตี้ยตถาคตเปรนเปลี่ยนนาขนมกาวนกแผ่นได้รำจุยหยอบยัวก็กระกกเกรงสมบ้ามเด่นนั่งได้กาดะเนอไปจนในยุสังขารบอกพระพุทธเจ้าไม่จ้าให้ปะอังบานบนเลิศเนอเปรอุเตียนตัวแหละแม่ตัวหลังจะซ้ำเผวังเผแวะสังขาแหละแม่วาสิจิบันนี้ไอชดตระเต้าสมาเหตุเต้าอภันติกะแวะจะมิวัตตะซ้ำเผวันเตะพุทธอังเชียนปราตรงเคยในเปลี่ยนเปลี่ยนได้โยกเอาไว้ตัวพลังสมามันบ้านบางตรงเนยนายจะพบตุ่มเลี้ยในกันเลยตอนอาหารดาวิปัสสนานั่งตุ่มเลี้ยในอาสวะตั้งไรตั้งปวงบานเอาให้นั่งเอาโลกุตบริษัทจานาเมื่อเตียนเปลี่ยนเมียนเพียบางมันได้หนึ่งจังในขนมพบนี่
ម្ដងណាទេតែដែលព្រះអង្គទ្រង់គង់នៅរហូតដល់សន្យាជាមួយមេថា3ខែទៀតអីបរិនិព្វានហ្នឹងក៏មិនមែនជារឿងថាអាឡោះអាល័យអីហ្នឹងដែរប៉ុន្តែជាការអនុគ្រោះដល់សត្វលោកទេព្រះអង្គឃើញព្រះនិព្វានដែលមានគុណថ្លឹងស្មើមិនបានឯនោះទេដែលមានតម្លៃគ្រប់គ្រាន់សម្រាប់ព្រះពុទ្ធជាម្ចាស់ដែលព្រះអង្គកសាងបារមីដល់ទៅ4អសង្ខ័យ100,000ផែនដីព្រះអង្គឃើញតម្លៃព្រះនិព្វាននឹងគ្រប់គ្រាន់សំគួរនឹងការបំពេញបុណ្យបារមីរបស់ព្រះពុទ្ធជាអម្ចាស់នឹងមិនមែនតម្លៃរបស់ព្រះអង្គកសាងបុណ្យបារមីមកឲ្យតម្លៃត្រឹមបញ្ញខណ្ឌនឹងទេតែដែលព្រះអង្គគង់នៅនឹងគឺគ្រាន់តែគង់នៅដើម្បីអនុគ្រោះដល់សពសត្វប៉ុណ្ណោះទៅមានតម្លៃឯណាដែលថ្លៃជាងព្រះនិព្វានហើយទៅមានតម្លៃឯណាឲ្យថ្លៃជាងដំណើរសន្សឹមឆ្ពោះទៅរកព្រះនិព្វាននោះនឹងរាប់តាំងពីមិនតាន់ដល់ព្រះនិព្វានក៏ដោយគ្រាន់តែបុណ្យឯណាដែលបុគ្គលធ្វើដោយវិវត្តដាក់គាមនីកុសលបុណ្យនោះកាត់ថ្លៃអត់បានទេព្រោះបុណ្យនឹងមានគោលដៅឆ្ពោះទៅរកទីបំផុតនៃទុក្ខបុណ្យនឹងមិនមែនដើម្បីជាតិជរាបជាតិធិមរណៈមិនដើម្បីស្វែងរកនៅវត្ថុកាមអីទេគឺថាបុណ្យនឹងដើម្បីជាទីអស់ទៅនៃសេចក្តីទុក្ខដល់អញ្ចឹងបុណ្យនឹងគឺមានតម្លៃណាស់មានតម្លៃថ្លៃក្រៃលែងកាត់ថ្លៃមិនបានទេសំបីបុណ្យឯណាដែលអាចញ៉ាំងឲ្យបុគ្គលនោះបដិសន្ធិនៅនាឋានតាវតឹងឬក៏ព្រហ្មលោកអីក៏ដែរប៉ុន្តែមិនស្មើនឹងបុណ្យឯណាដែលបុគ្គលប្រព្រឹត្តទៅដើម្បីព្រះនិព្វានទេព្រោះព្រះនិព្វាននេះជាធម៌ជានាមធម៌មួយដែលជាអសង្កតធាតុផុតចាកអំពីការប្រែប្រួលទាំងអស់ដែលក្នុងលោកវឹកវរម្លឹងហ្នឹងស្រាប់តែព្រះពុទ្ធជាអង្គម្ចាស់ព្រះបច្ចេកពុទ្ធអគ្គសាវកពុទ្ធអរិយសាវកទាំងឡាយសង្ងំនៅក្នុងព្រះនិព្វានដោយទីនោះគឺជាអេកន្តៈបរមសុខនឹងគឺសុខដោយការដែលផុតចាកអំពីបញ្ញខណ្ឌនឹងដូច្នេះព្រះពុទ្ធជាអង្គម្ចាស់ព្រះអង្គឲ្យតម្លៃមិនបានឲ្យតម្លៃបញ្ញខណ្ឌដែលដូចជាឆ្នាំងដីអីហ្នឹងទេនឹងព្រះដ៏មានវិភាកព្រះអង្គសម្ដែងខណ្ឌ5ឬក៏រូបខណ្ឌនេះដែលដូចជាឆ្នាំងដីហ្នឹងវាមានតម្លៃអីគ្រប់គ្រាន់សម្រាប់អ្នកដែលមានទ្រព្យសម្បត្តិទៅប្រើប្រាស់ឆ្នាំងដីពុកផុយនោះអ្នកដែលមានទ្រព្យច្រើនគេប្រើឆ្នាំងមាសអីនោះទេយ៉ាងណាព្រះពុទ្ធជាអង្គម្ចាស់ព្រះអង្គមានបុណ្យបារមីច្រើនណាស់មានរឿងអីត្រូវព្រះអង្គសង្ងំនៅក្នុងឆ្នាំងដីនឹងទេនឹងឯងឯលោកគ្រូលោកសំដែងពធរឿយតែងតែបានស្ដាប់តាមផ្ទាល់ក្តីនិងតាមការផ្សាយបន្តផ្ទាល់ក្តីនៅមិននៅមកប្រកាន់នៅបញ្ញខណ្ឌមកថាជារបស់ខ្លួនហើយរវល់ដើម្បីតែរវល់រហូតអត់មានស្ងប់រវល់អីទេតើសេចក្តីល្ងងរបស់សត្វលោកប៉ុណ្ណាឧទាហរណ៍ដូចមនុស្សល្ងងអីអញ្ចឹងមានលុយមានកាក់ហើយមិនទៅទិញរបស់ល្អយកមកប្រើទេឧទាហរណ៍ថាបើទៅទិញឡានទិញអាឡានចាស់មកហើយខូចរាល់ថ្ងៃហើយមកប្រកាន់ឡានថាជាឡានរបស់ខ្លួនហើយស្រឡាញ់យុទ្ធមែនតែនទៀតអត់ព្រមលះបង់ដូរចេញអីទេនឹងឯងហើយមកប្រកាន់ថាជារបស់ខ្លួនហើយរថយន្តចាស់មួយខូចគ្រប់គ្រឿងតាំងពីកង់តាំងពីស្អីទាំងអស់ខូចរហូតមកអញ្ចឹងហើយនៅមិននៅទៅយកឡានហ្នឹងពុកម្ដាយបងប្អូនស្ដីថាឲ្យគ្រប់គ្នាថាមិនក៏ទៅទិញអាឡានអញ្ចឹងមកមើលជំងឺវាហ្នឹងយ៉ាងណាមិញសត្វលោកយើងទាំងអស់គ្នានៅមិននៅមកប្រកាន់សរីរយន្តដែលប្រកបដោយសេចក្តីទុក្ខដ៏មហិមាហ្នឹងឯងមកថាជារបស់ខ្លួនហើយតាំងមកជួសជុលកែកុនហើយតាំងមករវល់ជាមួយនឹងបញ្ញខណ្ឌនឹងអត់មានទីបំផុតទេជួសជុលមកជាតិនេះបែកធ្លាយហើយឧបាទានខណ្ឌនៅមានអាសវៈនៅមានអត្តភាពថ្មីមកទៀតជួសជុលអត្តភាពថ្មីនឹងមកទៀតអត់មានទីបញ្ចប់ទេហ្នឹងហើយអត់មានទីបញ្ចប់ទេវាធ្វើឲ្យរវល់មករហូតហើយផ្លាស់ប្ដូរទៅតាមស្ថានភាពនៃកិលេសក្នុងអត្តភាពនីមួយទៅ
ជាតិណានឹកបុណ្យនឹកកុសលអីខ្លះទៅបានអត្តភាពបន្តនឹងថ្លៃដងឧត្តមទៅជាតិណាវង្វេងទៅក៏ធ្លាក់ចុះទៅកាន់អបាយភូមិអីចឹងទៅសំបីវិស័យបរមពោធិសត្វធ្លាប់បដិសន្ធិនៅក្នុងឋាននរក 80000 ឆ្នាំអីមុនជាព្រះតេមយៈអីចឹងណាសោយរាជ20 ឆ្នាំហើយតាំងទោសនៃការសោយរាជដែលកាត់ក្តីដោយបដិខៈអីយ៉ាងណាយ៉ាងណីព្យាបាទអីហ្នឹងទៅក្នុងនរក 80000 ឆ្នាំមនុស្សប៉ុណ្ណាឃើញទេរឿងរ៉ាវទាំងអស់គឺជាទោសរបស់បញ្ញខណ្ឌហ្នឹងព្រះដ៏មានពភាបើព្រះអង្គមិនតាន់បរិនិព្វានទេទុក្ខវេទនានៅមានសុខវេទនានៅមានសេចក្តីខ្វល់ខ្វាយជាមួយនឹងរូបរាងកាយនៅមានឲ្យតែនៅមានបញ្ញខណ្ឌហ្នឹងឧទាហរណ៍ថាបើព្រះអង្គមិនតាន់បរិនិព្វានទេព្រះអង្គគង់បញ្ជូននៅរហូតដល់បច្ចុប្បន្ននិយាយពីរឿងប្រយោជន៍គឺមានប្រយោជន៍ចំពោះសពសត្វហើយប៉ុន្តែចង់និយាយអំពីខន្ធភិរៈឬក៏ពលពោតជាមួយនឹងខន្ធហ្នឹងណាគឺមានរហូតដល់ឥឡូវហ្នឹងបើទោះបីជាព្រះអង្គគង់នៅដល់សពថ្ងៃហ្នឹងក៏ដោយបច្ច័យ4ហើយការប្រើប្រាស់ដោយអាពាធដោយស្អីមករហូតមកអញ្ចឹងខន្ធហ្នឹងមានដរាបណាសេចក្តីកង្វល់មានដរាបនោះខន្ធហ្នឹងរលត់ហ្នឹងហើយរលត់ដរាបណាពេលណាដែលរលត់ដោយការអស់ទៅសូន្យទៅនៅអាសវៈកិលេសសេចក្តីទុក្ខទាំងអស់កង្វល់ទាំងអស់ក៏បានត្រូវរលត់ទៅញាតិញោមពុទ្ធបរិស័ទទាំងអស់មិនមានត្រូវបានអ្វីពីក្នុងโลกនេះដូចគ្នាអញ្ចឹងគឺអស់ច្រើនបានត្រឹមតែមករួចខ្លួននឹងគឺល្អពេកណាស់ទៅហើយព្រោះសម្បត្តិក្នុងโลกមិនមានសម្បត្តិណាមួយដែលត្រូវមកប្រកាន់មកចង់បានមកធ្វើជារបស់ខ្លួនឯងឲ្យជាប់លាប់បានជានិច្ចបានទេរបស់ក្នុងโลกហ្នឹងវាគ្រាន់តែសន្មតទៅអញ្ចឹងដូចញាតិញោមមកសម្ចតក្នុងសាលាម៉ាស៊ីនត្រជាក់ក្នុងវត្តធម្មវ័នក្រាំងដីមាសមួយផ្លែតប៉ុណ្ណឹងវាមិនអាចនៅបានរហូតទេចែកផ្លូវគ្នាតពីចប់កម្មវិធីចែកគ្នាអត់មានអ្នកណានៅបានជានិច្ចជាកាលបានទេឃើញទេក្នុងរូបរាងកាយអត្តភាពមួយនេះដូចគ្នាអញ្ចឹងក៏ដូចជានៅក្នុងលោកកសន្និវាសឋានមនុស្សហ្នឹងគ្រាន់តែជាទីសម្ចតមួយរយៈខ្លីប៉ុណ្ណឹងហើយក៏ចែកគ្នាទៅហើយផ្លូវដែលខ្លួនឯងកសាងណាកសាងផ្លូវអីទៅផ្លូវហ្នឹងទៅរៀងខ្លួនដូចដើមឈើទេទៅណាដួលទៅហ្នឹងឯងគឺអត់មានអ្នកណាទៅរៀបចំអីបានទេហើយទុកចិត្តទៅលើកម្មផលទៅចោះមិនចាំបាច់ខ្លាចថាតិចលោកកុសលមិនឲ្យផលអញធ្វើបន់ច្រើនដែរបន់ឲ្យផលតិចលោកបាបឲ្យផលមុនអីយើងមិនបាច់ចាំចង់ចេះដឹងទេអាកន្លែងហ្នឹងព្រោះថារឿងច្បាប់កម្មផលដោយលោកគ្រូលោកលើកឡើងហើយថាកម្មនៅពីលើយើងមិនមែនយើងនៅពីលើកម្មទេកម្មចេះជាងយើងខ្លាំងណាស់ហ្នឹងឯងគឺថាជាអង្គចៅក្រមជាបរិយាអាជ្ញាហ្នឹងគឺថាកម្ពូលនៃតុលាការគឺកម្មហ្នឹងហើយយុត្តិធម៌សុក្រិតសម្បើមណាស់យើងដឹងតែធ្វើសេចក្តីល្អទៅបានហើយរឿងព្រួយខ្លាចថាកម្មណាឲ្យផលមុនណាឲ្យក្រោយអីហ្នឹងអាហ្នឹងហួសវិស័យយើងចាត់ចែងហើយយើងមិនអាចទៅចាត់ចែងកម្មនោះឲ្យផលមុនក្រោយយ៉ាងនេះយ៉ាងនោះបានទេបើនៅក្នុងវិស័យយើងជ្រើសរើសដូចយើងជ្រើសរើសអង្គសដែកអីចឹងបានហើយប៉ុន្តែវាមិនមែនស្ថិតនៅក្នុងវិស័យរបស់យើងទេអញ្ចឹងកម្មហ្នឹងចេះអស់ហើយដូចជាកម្មនាំឲ្យយើងបានកើតក្នុងកំណើតមនុស្សឥឡូវនេះមិនមែនរឿងយើងអ្នកចាត់ចែងទេរឿងកម្មដូច្នេះកម្មឆ្លាតឆ្លៀសហើយស្រេចអស់យើងទុកចិត្តទៅលើកម្លាំងកម្មទៅគឺបានហើយយើងមិនចាំបាច់ចង់ចេះចង់ដឹងថាបន្ទាប់ពីជាតិហ្នឹងទៅណាទៀតអីទៅណាទៅណីនៅមានអាសវៈកិលេសនៅមានកុសលអកុសលហ្នឹងចេះរៀបចំចាត់ចែងយ៉ាងយុត្តិធម៌ក្រៃលែងណាស់យើងមិនចាំបាច់ចេះជំនួសកម្មផលអីហ្នឹងទៅទេអាហ្នឹងពុទ្ធបរិស័ទយើងទាំងអស់គ្នាមិនខ្វល់ពីរឿងបារម្ភថាខ្លាចយ៉ាងណាយ៉ាងណីថ្ងៃអនាគតទេគឺកម្មហ្នឹងចេះអស់ហើយគឺកម្មនៅពីលើយើងនេះគ្រាន់តែជាធម្មីកថាកំដរលោកគ្រូសំដែងព្រោះថាសម្មិញសំដែងរួចហើយលោកគ្រូមិញហ្នឹងថាអង្គុយក្រោមទេលោកគ្រូអនុញ្ញាតហៅឡើងមកកាន់ធម្មេសនៈដើម្បីសម្ដែងធម៌ខ្វះខាតអីយ៉ាងណាសូមលោកគ្រូអធិស្ឋានឲ្យបុណ្យកុសលគ្រប់យ៉ាងសូមពុទ្ធបរិស័ទទាំងអស់អនុមោទនាសូមឲ្យលោកគ្រូមានបច្ចុប្បន្នដែលមានយុគយឺនយូរហើយសុខភាពល្អហើយសូមឲ្យលោកគ្រូនឹងនៅជាម្លប់របស់យើងនឹងជារៀងរហូតតទៅសូមអនុមោទនា
ណាសាធុទាំងដោយក្តីជ្រះថ្លាសូមអរគុណណាដល់លោកគ្រូទាំងពីរណាមានប្រសង់ជាធិបតីចឹងណាក្នុងពិធីធម្មទានហើយក៏ពុទ្ធបរិស័ទញាតិញោមប្រុសស្រីទាំងអស់ទាំងមានក្តីជ្រះថ្លារីករាយរក្សាចិត្តឲ្យបានសុខជាមួយគ្នានឹងឧបោសថសិលពេញបូរមីហើយឆ្លងសាលាធម្មវ័នក្រាំងដីមាសដែលជាស្នាពហោះស្នាដៃមរតកពីនុគ្រូខន្តិសារោមកហើយក៏បានជាសម្បត្តិរបស់សង្ឃគង់វង្សនៅនៃវត្តធម្មវ័នក្រាំងដីមាសដែលជាទឹកដីដល់បព្វជិតត្រួតត្រងបឋមវិន័យដើម្បីការតាំងនៅនៃពុទ្ធសាសនាប្រចាស់ប្រចង់ដែលដូចជាកពូលភ្នំធម្មវ័នក្រាំងដីមាសនេះចឹងក៏សូមឲ្យពុទ្ធបរិស័ទយើងតទៅមានការថែរក្សានៅសេចក្តីសុខតាមផ្លូវចិត្តសន្តានរបស់ខ្លួនទាំងហើយយើងលះបង់នៅក្តីប្រកាន់ហួងហែងលះបង់នៅសេចក្តីទុក្ខតាមផ្លូវចិត្តទៅក៏សេចក្តីសុខនឹងឯងចេះតែចម្រើនឡើងនៅក្នុងជីវិតរបស់យើងចឹងសព្វសៈទុក្ខសៈសុខੰបហានੰណាការលះបង់សេចក្តីទុក្ខទាំងពួងហ្នឹងគឺជាសុខនិយាយឲ្យងាយស្ដាប់មកថាគ្រាន់តែមិនកើតទុក្ខប៉ុណ្ណឹងក៏ជាសុខទៅហើយការដែលមិនកើតទុក្ខហ្នឹងគឺតេតួងនឹងការដែលយើងឆ្លាតយើងយល់ដឹងអ្វីជាធម្មតានៃជីវិតគឺថាដូចលោកគ្រូគាត់បញ្ជាក់ចុងក្រោយបាញ់មិញអញ្ចឹងនៅក្នុងអ្វីគឺថាវាមានបច្ច័យចាត់ចែងរៀបចំទៅដូចជាកម្មបច្ច័យជាដើមហ្នឹងអញ្ចឹងអ្វីវាត្រឹមត្រូវទៅតាមបច្ច័យមិនសម្រាប់ឲ្យយើងកើតទុក្ខមិនសុខចិត្តស្វ័យខ្វល់អីទៅទេហើយពុទ្ធបរិស័ទយើងមានឱកាសប្រឹងប្រែងដោយខ្លួនឯងនៅក្នុងការអប់រំចិត្តនេះសេចក្តីសុខសម្រាប់អំពីកុសលចិត្តដែលប្រព្រឹត្តទៅដោយសភាពសុខស្ងប់តិចនិងមានប្រយោជន៍ទាំង